បានមកធ្វើការងារនៅក្នុងវិស័យអប់រំនេះពេលនោះខ្ញុំគឺជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអឺពេលនោះខ្ញុំធ្វើកិច្ចការច្រើនទាក់ទងនឹងការងារស្រាវជ្រាវក្នុងវិស័យអប់រំហើយខ្ញុំធ្វើលើគ្រប់វិស័យទាំងបឋមទាំងមធ្យមទាំងឧត្តមសិក្សាលក្ខណៈតែកិច្ចការស្រាវជ្រាវនៅពេលដែលខ្ញុំកំពុងតែរៀននោះគឺខ្ញុំធ្វើនៅលើរឿងបឋមសិក្សាប៉ុន្តែដោយសារខ្ញុំជាគ្រូសាកលវិទ្យាល័យពេលមកវិញខ្ញុំអឺធ្វើការមិនរើសវិស័យទេគេហៅថាធ្វើកិច្ចជាអ្នកស្រាវជ្រាវអឺបែបនិយាយនេះទេថាការស្រាវជ្រាវបែបស៊ីឈ្នួលគេឲ្យលុយយើងស្រាវជ្រាវគេអត់ឲ្យលុយយើងអត់ធ្វើខ្ញុំធ្វើការងារនេះប្រហែលជា10ឆ្នាំណាប្រហែលជា10ឆ្នាំហើយខ្ញុំគិតថាពេល10ឆ្នាំវាមានឡើងមានចុះចង់និយាយថាបើខ្ញុំធ្វើខ្លាំងខ្ញុំបានលុយច្រើនបើខ្ញុំធ្វើតិចខ្ញុំបានលុយតិចឡើងខ្ញុំពិនិត្យមើលទៅជីវិតបែបហ្នឹងហាក់ដូចជាមិននាំខ្ញុំទៅណាទេមានថាបើបានច្រើនវាបាត់ក្នុងប្រព័ន្ធបើបានតិចក៏វាបាត់ក្នុងប្រព័ន្ធអស់អញ្ចឹងធម្មតារស់មួយថ្ងៃធម្មតាអញ្ចឹងខ្ញុំក៏ចេះតែស្វែងយល់ឲ្យខ្ញុំគិតថាគួរតែធ្វើរឿងអីដែលវាគួរតែមានប្រយោជន៍ជាងនឹងតិចណាប្រយោជន៍ជាងតិចប្រយោជន៍កាលណាខ្ញុំនិយាយថាមានប្រយោជន៍យើងត្រូវស្ដាប់ឲ្យតន់ថាគឺវាបានទៅលើអ្នកដទៃច្រើនជាងបានមកលើខ្លួនឯងបើខ្ញុំថាផលមានថាបានមកលើខ្ញុំច្រើនជាងបានទៅលើអ្នកដទៃអញ្ចឹងខ្ញុំគាត់ថាធ្វើម៉េចឲ្យបានប្រយោជន៍តិចគេពុំនេះខ្លួនឯងពេកអញ្ចឹងខ្ញុំក៏ប្រែคลายណាប្រែคลายលទ្ធផលសិក្សាស្រាវជ្រាវរបស់ខ្ញុំច្រើនឆ្នាំហ្នឹងឲ្យទៅជាប្រយោជន៍សម្រាប់អ្នកដែលផ្ដល់ទិន្នន័យមកឲ្យខ្ញុំនឹងវិញអញ្ចឹងសួរថាប្រយោជន៍នោះទៅលើកន្លែងណាខ្លះគឺខ្ញុំបានប្រែคลายលទ្ធផលនៃការស្រាវជ្រាវរបស់ខ្ញុំហ្នឹងឲ្យទៅជាកលៈណាឲ្យទៅជាការបោះពុម្ពឲ្យទៅជាសេចក្តីព្រាងគោលនយោបាយឲ្យទៅជាផលិតផលដែលលោកគ្រូអ្នកគ្រូអាចប្រើប្រាស់បានតែម្ដងពួកខ្ញុំទៅសួរព័ត៌មានពីលោកគ្រូអ្នកគ្រូបានច្រើនខ្ញុំបោះពុម្ពហើយធ្វើឲ្យខ្ញុំល្បីប៉ុន្តែសួរថាអ្នកផ្ដល់ទិន្នន័យឲ្យខ្ញុំហ្នឹងបានអីពីខ្ញុំវិញអត់ខ្ញុំឆ្លើយថាអត់ណាអត់បានតែខ្ញុំអញ្ចឹង10ឆ្នាំក្រោយនេះខ្ញុំព្យាយាមថាគួរតែធ្វើអីឲ្យវាស្រួលទៅដល់លោកគ្រូអ្នកគ្រូបន្តិចណាបន្តិចអញ្ចឹងយើងក៏បានធ្វើការងារហ្នឹងហើយក៏ចេញជាផលដែលលោកគ្រូអ្នកគ្រូកំពុងតែទទួលបាននៅពេលនេះអញ្ចឹងជារួមខ្ញុំគិតថាយើងអាចធ្វើបានបន្ទាប់ពីខ្ញុំសិក្សាស្រាវជ្រាវច្រើនមកខ្ញុំគិតថាខួរក្បាលរបស់ខ្មែរយើងមិនអន់ទេណាខួរក្បាលរបស់យើងមិនអន់ទេប៉ុន្តែលទ្ធផលស្រាវជ្រាវដែលយើងបង្ហាញដូចជារបាយការណ៍ដែលយើងបានអានជាពិសេសទាក់ទងរបាយការណ៍វិនិច្ឆ័យថ្នាក់ជាតិរបាយការណ៍ CPLM របាយការណ៍ PISA សុទ្ធតែបង្ហាញថាស្ថានភាពរបស់យើងគឺមិនល្អប្រសើរទេតែខ្ញុំគិតថារបាយការណ៍ទាំងនោះមិនឆ្លុះបញ្ចាំងនៅបញ្ញាពិតប្រាកដរបស់កូនខ្មែរយើងទេណាដោយសារតែពួកគាត់គ្មានឱកាសដើម្បីបើកបញ្ញាបាធីរបស់គាត់ឲ្យពូកែចឹងហើយបានជាយើងបានលទ្ធផលដែលមិនគួរជាទីពេញចិត្តណាមិនគួរទីពេញចិត្តចឹងដើម្បីឲ្យពួកគាត់មានឱកាសដើម្បីឲ្យកុមារទាំងអស់មានឱកាសក្នុងការធ្វើបញ្ចេញស្នាដៃរបស់ពួកគាត់បានខ្ញុំហើយនឹងក្រុមការងារបានប្រឹងប្រែងរកមធ្យោបាយផ្សេងណាដើម្បីដល់ឱកាសឲ្យពួកគាត់អាចអភិវឌ្ឍខ្លួនបានឱកាសដែលយើងធ្វើនេះមានច្រើនណាសកម្មភាពផ្សេងដែលយើងធ្វើមានច្រើនណាប៉ុន្តែមួយនៅពេលនេះដែលយើងកំពុងធ្វើហ្នឹងយើងហៅថាជាកម្មវិធីបង្រៀនសម្របតាមសមត្ថភាពរបស់សិស្សណាជាកម្មវិធីដែលយើងធ្វើបង្រៀនសម្របតាមសមត្ថភាពរបស់សិស្សការពិតពីមុនមកយើងបានគិតគូរប៉ុន្តែយើងគ្មានឱកាសធ្វើណាឱកាសធ្វើថ្ងៃនេះយើងមានឱកាសធ្វើហើយខ្ញុំគិតថាវាហាក់ដូចជាចំពេលវេលាល្អដែលយើងសមល្មមថាអូខេឥឡូវគេបានបង្ហាញទិន្នន័យថាយើងអត់ចេះថាអីសពបែបយ៉ាងហើយឥឡូវនេះគេផ្ដល់ឱកាសឲ្យយើងថាឥឡូវដើម្បីកុំឲ្យការធ្វើតេស្ត CPLM នៅឆ្នាំ2029ហ្នឹងនៅតែបង្ហាញថាយើងអត់ចេះតែយើងគួរធ្វើកិច្ចការខ្លះដើម្បីបង្ហាញថាយើងពិតជាចេះវិញនេះពិតជាចេះវិញអញ្ចឹងលោកប្រធានក៏បានលើកឡើងនៅថ្ងៃទី1ថា
សិស្សប្រហែលជាបច្ចេកគ្រូបច្ចេកឯកឧអាត្តមនេះខ្ញុំស៊ីថាបាទខ្ញុំគាត់តេតតងនឹងខ្ញុំនិយាយជាទូទៅគាត់នាយកដ្ឋានរបស់បណ្ដាលគាត់នាយក សូមអ្នកគ្រូបាត់ម៉ៃបាទថងកណ្ដឹងយើងធ្វើតេស្ត2ថ្ងៃនេះគឺយើងទៅតេស្តថ្នាក់ទី1យើងឃើញលទ្ធផលប្រហែលជា70%ជាងគឺចេះ70%ជាងចេះ20%ជាងគឺអត់ចេះសិស្សថ្នាក់ទី1សិស្សថ្នាក់ទី1 20%ជាងគឺអត់ចេះ70%ជាងចេះឯលទ្ធផល CPLM ដែលគេបានធ្វើបង្ហាញថា20%ជាងចេះហើយ70%ជាងអត់ចេះគ្រាន់ថា CPLM គេធ្វើលើតេស្តថ្នាក់ទី5ឯយើងធ្វើលើតេស្តថ្នាក់ទី1ណាលើទី1យកជាក់ម្ដងទៀតណាហើយយកជាការមិនទាន់បានទេប៉ុន្តែវាជាទិន្នន័យយើងអាចវិភាគបានខ្លះៗថាតេស្តថ្នាក់ទី1យើងនេះគឺមានប្រហែល20%ជាងអត់ចេះមាន70%ជាងចេះចំណែកឯតេស្តថ្នាក់ទី5គឺមានប្រហែលជា70%ជាងអត់ចេះហើយ20%ជាងចេះប្រសិនបើក្រោយពេលដែលយើងទៅធ្វើតេស្តជាក់ស្ដែងក្រោយពេលដែលយើងទៅធ្វើតេស្តជាក់ស្ដែងនៅអាទិត្យនេះឬក៏អាទិត្យក្រោយនៅតាមសាលាគោលដៅដែលបងប្អូនចុះទៅនោះហើយបង្ហាញលទ្ធផលដូចគ្នាមានន័យថាថ្នាក់ទី1ចេះថ្នាក់ទី2ទី3សំទោសថ្នាក់ទី1ចេះបាន20%ជាងហើយថ្នាក់ទីអត់ចេះមាន70%ជាងនោះគឺជាទិន្នន័យដែលយើងអាចយកមកប្រើប្រាស់បានសម្រាប់ជួយពួកគាត់ដើម្បីថាដល់ពេល CPLM គឺយើងនឹងបានលទ្ធផលដូចគ្នាពលគឺ70%ចេះហើយ20%អត់ចេះប៉ុន្តែនៅចំពោះមុខគឺ70%អត់ចេះហើយ20%ចេះមានន័យថាជាង70%នៃកូនសិស្សដែលកំពុងរៀនថ្នាក់ទី5កំពុងតែមានសមត្ថភាពនៅកម្រិតថ្នាក់ទី2ទី3ទី4នេះទេគឺមិនគ្រប់ទេគ្រប់ទេកម្មវិធីដែលយើងរៀបជួយនេះយើងដាក់ឈ្មោះថាបឋមណាបឋម PTOM នៅចំពោះមុខយើងសរសេរជាអក្សរភាសាបរទេសសិនពីព្រោះថាទី1ស្រួលអានទី2ឲ្យយើងដឹងថានឹងស្អីគេថ្ងៃក្រោយគឺយើងនឹងឈប់សរសេរភាសាបរទេសយើងសរសេរតែបឋមតែម្ដងគឺដើម្បីសម្គាល់លើកម្មវិធីមួយគឺយើងប្រើសម្រាប់ជួយសិស្សដែលរៀនយឺតណាសិស្សដែលជួយរៀនយឺតអញ្ចឹងជាគោលបំណងរបស់យើងគឺច្បាស់ហើយថាយើងចង់ជួយសិស្សថ្នាក់ទី1នៅឆ្នាំនេះដើម្បីឲ្យពួកគាត់ធ្វើតេស្តបានពិន្ទុច្រើននៅឆ្នាំ2029ហើយឲ្យបានកាន់តែច្រើនទៀតនៅឆ្នាំ2033លោកគ្រូអ្នកគ្រូអាចសរសេរលេខទុកទៅថា2029គាត់ចូលរួមធ្វើតេស្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានប្រទេសប្រហែលជា7 8ប្រទេសចូលរួមហើយបន្ទាប់មកទៀតនៅឆ្នាំ2033ពួកគាត់មានអាយុ15ឆ្នាំគាត់នឹងចូលរួមធ្វើតេស្តនៅថ្នាក់ទីនៅអាយុ15ឆ្នាំតេស្តអន្តរជាតិគេហៅថា PISA ហើយមានប្រទេសចូលរួមប្រហែលជា100ប្រទេសលោកគ្រូអ្នកគ្រូគិតមើលថាតើនៅពេលនេះគឺក្នុងចំណោមជិត100ប្រទេសហ្នឹងយើងលេខចុងក្រោយគេបង្អស់តើដល់ឆ្នាំ2033គិតថាយើងគួរតែនៅឯណាគួរតែនៅឯណាសេខ្លួនឯងទៅនឹងយើងស្មានខ្លួនឯងទៅដូចខ្ញុំដែរខ្ញុំរៀបគំនិតហ្នឹងតាំងពី10 20ឆ្នាំមុនដែរថាដល់ឆ្នាំនេះត្រូវធ្វើអញ្ចេះដល់ឆ្នាំនេះត្រូវអញ្ចេះហើយគូនេះត្រូវធ្វើអញ្ចេះអញ្ចឹងជារួមខ្ញុំឃើញថាអ្វីដែលខ្ញុំបានគិតហ្នឹងវាកំពុងតែคล้ายជាការពិតបណ្ដាហើយដល់ពេលឆ្នាំ2030 33ពួកគាត់បានរៀនថ្នាក់ទី11 12 2040ពួកគាត់ចាប់ដើមធ្វើការខ្ញុំថាពេលនោះយើងចាប់ដើមមានកូនមានចៅណាមានកូននៅសំទុះករុនិស្សិតយើងកូនក្មួយយើងនៅពេលនេះដល់2040ហ្នឹងយើងអាចនឹងមានគ្រួសារមានកូនមានអីហើយអញ្ចឹងយើងចាប់ដើមបង្កើតប្រព័ន្ធអប់រំមួយដែលកូនរបស់យើងរៀនហើយមានបញ្ញាបាធីដូចជាបណ្ដាប្រទេសដទៃទៀតដែរនៅពេលទន្ទឹមគ្នានោះពួកគាត់ក៏អាចចូលរួមក្នុងការកសាងសង្គមមួយដែលមានជីវភាពទូធាណាមានជីវភាពទូធាទាំងអស់នេះយើងជាក្តីសម័យសម័យទេប៉ុន្តែយើងចាប់ចេញពីជំហានទី1របស់យើងនេះថាតើយើងការរៀបចំជួយសិស្សនៅពេលនេះត្រឹមត្រូវឬក៏មិនត្រឹមត្រូវឬក៏ជួយដល់របៀបណា
ខ្ញុំមិនហ៊ានឆ្លើយថាត្រឹមត្រូវមិនត្រឹមត្រូវឲ្យប្រកបប្រជាទេប៉ុន្តែខ្ញុំហ៊ានធានាថាអ្វីដែលយើងកំពុងធ្វើនេះគឺជាអ្វីដែលយើងធ្វើគឺជាអ្វីដែលយើងមិនដែលធ្វើពីមុនមកតតែសោះស្ដាប់ពាក្យខ្ញុំតន់ទេថាការងារដែលលោកគ្រូបន្លូតក្រុមការងារនាំយើងធ្វើក្នុងរយៈពេល2ថ្ងៃនេះគឺជាការងារដែលយើងមិនធ្លាប់ធ្វើទាំងពីមុនមកតតែសោះពិតមែនតែនិយាយជារួមថារៀនថាបង្រៀនថាធ្វើតេស្តថាភាសាខ្មែរថាថ្នាក់ទី1ជាពាក្យរួមប៉ុន្តែនីតិវិធីនៃការធ្វើគឺមិនដែលធ្វើបានតតែសោះមិនដែលបានធ្វើតតែសោះពីមុនមកចឹងខ្ញុំលើកជាអំណះអំណាងដើម្បីមកគាំទ្រថាខ្ញុំនិយាយថាមិនបានធ្វើតតែសោះនោះដោយហេតុផលអីខ្លះទី1ការរៀបចំគរុនិស្សិតឲ្យចេញទៅធ្វើការក្នុងរយៈពេល1ខែដែលមានគោលដៅច្បាស់លាស់បែបនេះខ្ញុំគិតថាគរុនិស្សិតធ្លាប់ធ្វើកម្មសិក្សាច្រើនថ្ងៃច្រើនខែច្រើនសប្តាហ៍មកហើយប៉ុន្តែទម្រង់នៃការធ្វើកម្មសិក្សានៅពេលនេះគឺមិនដូចគ្នាទេមិនដូចគ្នាទេអញ្ចឹងទី1ខុសទម្រង់នៃការធ្វើកម្មសិក្សាក្នុងរយៈពេល1ខែហើយមានគោលបំណងច្បាស់លាស់ហើយព័ត៌មានអ្វីៗដែលគរុនិស្សិតធ្វើគឺមានការគ្រប់គ្រងមានការតាមដានច្បាស់លាស់សូម្បីតែការរៀបចំឲ្យមានសិក្ខាសាលាឲ្យមានការជួបជុំក្នុងថ្ងៃនេះក៏ខ្ញុំគិតថាក៏ជារឿងចម្លែកមួយដែរពីព្រោះថាយើងរៀបចំយើងគិតគូរថ្ងៃប្រហែលជាមួយខែមុនហើយម្ដងខែទេនៅពេលដែលលោកគ្រូយើងមានសិក្ខាសាលានៅភ្នំពេញហើយលោកគ្រូមកពីខាងសៀមរាបលោកគ្រូបានលើកឡើងថាលោកគ្រូបំរុងនឹងប្រើគរុនិស្សិតឲ្យចូលធ្វើការងារខ្ញុំមិនដឹងជាពាក្យអីទេប៉ុន្តែខ្ញុំថាជាកម្មសិក្សាគរុកោសល្យពិសេសក្នុងពេលវេលាកងខ្ញុំក៏បានជជែកគ្នាជាមួយលោកប្រធានពុទ្ធីថាចុះយើងធ្វើតែសៀមរាបអីយើងធ្វើទាំងអស់តែម្ដងទៅហើយគាត់ថាឯកភាពអញ្ចឹងគាត់ឲ្យខ្ញុំចាប់ដើមរៀបចំកម្មវិធីខ្ញុំរៀបចំកម្មវិធីដាក់លិខិតស្នើសុំទៅថ្នាក់ដឹកនាំហើយលោកបានចាឯកភាពនៅថ្ងៃពហុថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងចាប់ដើមម្ដងម្ដងថ្ងៃអាទិត្យថ្ងៃច័ន្ទថ្ងៃkiaយើងម្ដងម្ដងហើយមានអ្នកចូលរួមរហូតដល់ប្រហែលជា1000នាក់អញ្ចឹងយើងបណ្ដុះបណ្ដាលនេះជាពិសេសគឺថាយើងជួយបំពន់សិស្សរៀនយឺតប៉ុន្តែផ្នែកមាន2សំខាន់ផ្នែកទី1គឺធ្វើតេស្តសិស្សថ្នាក់ទី1ហើយផ្នែកទី2គឺរៀបចំបំពន់ពួកគាត់ឥឡូវនេះយើងធ្វើបានប្រហែលជាមួយថ្ងៃកន្លះហើយខ្ញុំចង់ឲ្យបងប្អូនសរសេរនៅលើសារហ្នឹងថាតើការដែលបងប្អូនក្មួយបានធ្វើកាលពីម្សិលមិញពេលរសៀលនេះនៅពេលដែលបងប្អូនក្មួយទៅសាលាអនុវត្តជាក់ស្ដែងណានៅថ្ងៃចាប់ពីថ្ងៃស្អែកទៅនៅក្នុងសប្តាហ៍នេះតើបងប្អូនគិតថាឬក្មួយគិតថាអាចធ្វើការងារហ្នឹងបានឬមិនបានកើតឬក៏មិនកើតណាបានឬក៏មិនបានកើតឬក៏កើតគឺធ្វើតេស្តសិស្សថ្នាក់ទី1ដើម្បីដឹងថាសិស្សប៉ុន្មានអ្នកចេះកខហើយសិស្សប៉ុន្មានអ្នកមិនចេះកខក្នុងរយៈពេល1សប្តាហ៍នេះយើងកុំគិតពីចំនួនណាយើងកុំគិតពីចំនួនគិតពីនីតិវិធីថាតើនៅពេលដែលបងប្អូនទៅដល់សាលាគោលដៅសាលានៅក្បែរផ្ទះឬក៏សាលានៅឯស្រុកកំណើតតើបងប្អូនអាចធ្វើតេស្តសិស្សថ្នាក់ទី1ដោយប្រើឧបករណ៍ខ្លួនឯងបានឬក៏មិនបានណាបានឬក៏មិនបានក្រោយពេលទទួលការបណ្ដុះបណ្ដាលតែមួយថ្ងៃមួយរសៀលកាលពីម្សិលមិញហើយនឹងសំទោសមួយព្រឹកកាលពីម្សិលមិញទៅធ្វើតេស្តមួយរសៀលហើយបានស្ដាប់ការពន្យល់ប្រហែលជា2ម៉ោងនៅព្រឹកនេះអញ្ចឹងសំណួររបស់ខ្ញុំចង់ឲ្យសួរថាតើបងប្អូនអាចធ្វើកិច្ចការតេស្តហ្នឹងតេស្តម្សិលមិញដែលធ្វើហ្នឹងយកទៅធ្វើនៅក្នុងសាលាគោលដៅរបស់ខ្លួនបានឬក៏មិនបានបើបានសូមសរសេរលេខ1បើមិនបានសូមសរសេរលេខ2ខ្ញុំទុកពេលឲ្យប្រហែលជា2-3នាទីដើម្បីឲ្យបងប្អូនមួយសរសេរនៅលើ comment ណានៅកន្លែង comment ឃើញសរសេរច្រើនសូមសរសេរឲ្យលឿនតើបានឬក៏មិនបានបើបានសូមសរសេរលេខ1បើមិនបានសូមសរសេរលេខ2ណាដើម្បីឲ្យខ្ញុំពិនិត្យមើលបន្តិចមើលថាតើយ៉ាងម៉េចណាប្រហែលអ្នកអាចធ្វើបានហើយប្រហែលអ្នកមិនអាចធ្វើបានម្ដងទៀតណានៅពេលបន្តិចទៀតនេះថ្ងៃនេះសំទោសស្អែកឬខាងស្អែកក្នុងសប្តាហ៍នេះឬសប្តាហ៍ក្រោយបងប្អូនដែលស្ម័គ្រចិត្តអានេះស្ម័គ្រចិត្តណាដែលស្ម័គ្រចិត្តទៅតាមសាលាគោលដៅ
ដែលសាលាគោលដៅនោះអាចជាសាលាដែលបងអូននឹងធ្វើជាគ្រូបង្រៀនអាចជាសាលានៅក្នុងទីរួមខេត្តដែលបងអូនកំពុងស្នាក់នៅឬអាចជាសាលានៅឯស្រុកកំណើតសាលាណាក៏មិនសំខាន់ដែរសំខាន់ថានៅពេលដែលបងប្អូនទៅដល់សាលានោះតើបងប្អូនអាចធ្វើតេស្តដោយកាលពីបងប្អូនធ្វើពីម្សិលមិញបានឬក៏មិនបានបើបានសូមសរសេរលេខ1បើមិនបានសូមសរសេរលេខ2ហើយខ្ញុំទុកពេលឲ្យប្រហែលជា2-3 នាទីដើម្បីសរសេរបាទសេតលេខបានមិនបាច់សេតលេខបានបាទអូខេសរសេរមកខ្ញុំនឹងពិនិត្យមើលអញ្ចឹងខ្ញុំមើលទូទៅហើយជាទូទៅគឺថាបានអញ្ចឹងខ្ញុំចង់បញ្ច្រាស់ទៅវិញអឺមិនមែនខ្ញុំចង់រំលឹកបងប្អូនវិញដោយសារបងប្អូនមិនធ្លាប់បានធ្វើពីមុនមកបងប្អូនមិនធ្លាប់បានធ្វើពីមុនមកអញ្ចឹងប្រហែលជាមិនដឹងសភាពការទូទៅទេលោកគ្រូអ្នកគ្រូសាលាគ្រូកុសលគឺមិនបាច់ឆ្លើយទេខ្ញុំគ្រាន់តែនិយាយដើម្បីរំលឹកដល់បងប្អូនឲ្យដឹងជាទូទៅគឺលោកគ្រូអ្នកគ្រូតែងតែចូលរួមវគ្គសិក្ខាសាលាច្រើនដងហើយច្រើនថ្ងៃហើយទៅធ្វើរឿងផ្សេងគ្នាណាធ្វើផ្សេងគ្នាប៉ុន្តែសម្រាប់សិក្ខាសាលាដែលមានរយៈពេលខ្លីដោយអត់មានចំណាយលុយអី1 រៀលពីខាងខ្ញុំណាពីខាងបងប្អូនចំណាយខ្លះពីព្រោះត្រូវធ្វើដំណើរត្រូវអីផ្សេងវិញអាចនឹងចាក់ឆ្លាំងម៉ូតូចាក់អីខ្លះអាចចំណាយបន្តិចបន្តួចប៉ុន្តែជាបន្ទុករបស់រដ្ឋពីក្រសួងទៅម្ដងខ្ញុំថា zero ពួកក្រុមការងាររបស់ខ្ញុំគង់មកធ្វើការដដែលទេទោះបីធ្វើលើរឿងអីក៏គង់តែធ្វើការដដែលទេអញ្ចឹងមិនជាបញ្ហាទេអញ្ចឹងខ្ញុំឆ្លៀតពេល2-3 ថ្ងៃនេះគឺរៀបចំវគ្គបណ្ដុះបណ្ដាលមួយទៅដល់គរុនិស្សិតប្រហែលជា1000 នាក់ហើយចុះទៅប្រមូលទិន្នន័យពីសិស្សថ្នាក់ទី1ដើម្បីឲ្យយើងដឹងណាដឹងសំខាន់3សូមលោកគ្រូអ្នកគ្រូបងប្អូនគរុនិស្សិតចាត់ទុកខ្លួនឯងថាគឺជាមនុស្សឯករាជ្យបំផុតនៅក្នុងពេលមួយខែនេះការដែលចេះមើលខ្លួនឯងឯករាជ្យឬក៏មិនឯករាជ្យនេះក៏ជាបំណិនមួយដ៏អស្ចារ្យដែរណាដ៏អស្ចារ្យដែរឯករាជ្យក្នុងន័យថាបងប្អូនទៅសាលាធ្វើតេស្តសិស្សតាមសមត្ថភាពរបស់សិស្សខ្ញុំរំលឹកម្ដងហើយម្ដងទៀតលោកគ្រូបន្លូតក៏រំលឹកហើយខ្ញុំគិតថាលោកគ្រូអ្នកគ្រូប្អូននៅតាមសាលាគ្រូសល់ក៏រំលឹកម្ដងហើយម្ដងទៀតថាសូមមេត្តាកុំជួយធ្វើសិស្សឲ្យសោះកុំជួយផ្ដល់ចម្លើយឲ្យសិស្សកុំជួយបង្កលក្ខខណ្ឌឲ្យក្មេងៗទទួលចម្លើយឲ្យកូនថ្នាក់ទី1ធ្វើបានចម្លើយត្រឹមត្រូវមិនជួយធ្វើមិនបញ្ជួយភាពងាយស្រួលដើម្បីឲ្យពួកគាត់ត្រូវឲ្យបានទទួលចម្លើយត្រូវអញ្ចឹងយើងគឺជាអ្នកធ្វើតេស្តវិនិច្ឆ័យដើម្បីដឹងសមត្ថភាពពិតប្រាកដរបស់សិស្សថាតើរៀនចិត្តចប់ថ្នាក់ទី1នេះហើយប៉ុន្មានអ្នកឆ្លើយត្រូវប៉ុន្មានអ្នកឆ្លើយមិនត្រូវជារួមយើងនិយាយថា50%ថាមានសមត្ថភាពអត់50%ជាមានសមត្ថភាពមិនមានសមត្ថភាពប៉ុន្តែក្រុមការងារនឹងវិភាគគ្រប់សំណួរទាំងអស់ថាបើសំណួរទី1និយាយអំពីស្រអាតែក្នុងចំណោមសិស្សដែលយើងបានតេស្តចំនួនរាប់ម៉ឺនអ្នកហ្នឹងប្រមាណអ្នកចេះស្រអាប្រមាណអ្នកចេះស្រអេប្រមាណអ្នកចេះស្រអីគឺយើងវិភាគគ្រប់សំណួរទាំងអស់ប៉ុន្តែដោយសារពេលវេលាខ្លីយើងមិនទាន់ធ្វើបានយើងគ្រាន់តែបង្ហាញជារួមថាអ្នកដែលយើងបានធ្វើហ្នឹងគឺប្រហែល70%ជាងមិនស្ថិតនៅក្នុងកម្មវិធីត្រូវជួយហើយប្រហែលជា20%ជាងគឺស្ថិតនៅក្នុងកម្មវិធីត្រូវជួយរឿងទី1រឿងទី2គឺយើងបានដឹងច្បាស់ឥឡូវខ្ញុំសួរទៅវិញហើយលោកគ្រូអ្នកគ្រូមិនបាច់ឆ្លើយទេប៉ុន្តែខ្ញុំគាត់សួរថាតើមកដល់ថ្ងៃនេះកូនសិស្សថ្នាក់ទី1ទាំងអស់ហ្នឹងរៀនភាសាខ្មែររៀនដល់មេរៀនទីប្រមាណមានពីណាដែលដឹងទេខ្ញុំជាអ្នកស្រាវជ្រាវខ្ញុំឆ្លើយថាមិនដែលដឹងទេមិនដែលដឹងថាដល់ថ្ងៃនេះលោកគ្រូអ្នកគ្រូរៀនដល់ថ្នាក់ទីប្រមាណឲ្យច្បាស់លាស់នោះទេអញ្ចឹងថ្ងៃនេះជាការពិតគេបានធ្វើការស្រាវជ្រាវអីចឹងនោះហើយប៉ុន្តែព័ត៌មានដែលផ្ដល់គឺវាមិនដែលវាអត់សង្កតិភាពនឹងគ្នាមានថាអ្នកខ្លះរកឃើញចេះអ្នកខ្លះរកឃើញចុះអ្នកខ្លះរកឃើញចេះរកឃើញចុះតែពេលនេះមួយថ្ងៃនេះឬក៏មួយសប្តាហ៍នេះគឺយើងបានទទួលព័ត៌មានពិតហើយថាតើនៅពេលនេះនៅថ្ងៃទីខែ7នេះតើយើងលោកគ្រូអ្នកគ្រូគាត់បង្រៀនដល់មេរៀនទីប៉ុន្មានអញ្ចឹងទី1គឺដល់បង្រៀនទីប៉ុន្មានទី2សិស្សប្រមាណអ្នកដែលចេះមានមូលដ្ឋានគ្រឹះក្នុងការរៀនបន្តអញ្ចឹងការដែលយើងអាចចម្លែកខ្ញុំថាវគ្គរបស់យើងចម្លែកទី1គឺយើងរៀបចំក្នុងរយៈពេលខ្លីយើងដាក់ឈ្មោះកម្មវិធីពីបឋមនោះគឺជាឈ្មោះកម្មវិធីដែលយើងមិនដែលលើពីមុនមកតតែសោះណាពីពួកខ្ញុំទៅតែដាក់ក្រុមការងារទៅតែដាក់ប្រហែលជា
មកខែម្ដងមកខែស្រួលបួលគឺយើងបានឈ្មោះនឹងមួយអញ្ចឹងឈ្មោះកម្មវិធីដែលយើងមិនដែលឮទី2យើងធ្វើក្នុងរយៈពេលខ្លីបានអ្នកចូលរួមច្រើនបានផលប៉ះពាល់ធំហើយខាងក្រសួងគឺมันមានការចំណាយតទៅសោះដែលពិសេសអស្ចារ្យនោះគឺបងប្អូនករុណសិស្សទាំង1000អ្នកនេះមានឱកាសបានធ្វើការងារដែលមានប្រយោជន៍ខ្ញុំអត់ថាមានផលទេណាពីពួកខ្ញុំនិយាយខាងដើមឲ្យថាបានធ្វើការងារដែលមានប្រយោជន៍សម្រាប់សង្គមដែលអ្នកមុនមិនមានឱកាសធ្វើដូចយើងធ្វើដូចគេធ្វើអាចនឹងធ្វើទម្រង់មកគេប៉ុន្តែធ្វើដូចយើងគឺមិនមានទេមានថាផលប្រយោជន៍ដែលយើងជះទៅសង្គមនិងបង្ហាញថាកម្ពុជាពិតជាអាចមានសមត្ថភាពធ្វើតេស្តបានល្អប្រសើរមែនអញ្ចឹងទី2គឺនីតិវិធីនៃការធ្វើណាហើយប្រសិនបើនីតិវិធីនៃការធ្វើនេះទទួលបានជោគជ័យវានឹងមានផលជះទៅលើកំណែទម្រង់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀននៅទូទាំងប្រទេសទៅថ្ងៃក្រោយខ្ញុំបញ្ជាក់ដល់ទៀតណានេះខ្ញុំនិយាយជាពិសេសសម្រាប់លោកគ្រូអ្នកគ្រូនៅសាលាគរុកោសល្យទាំងអស់តែម្ដងថាប្រសិនបើយើងធ្វើនេះទៅបានជោគជ័យវានឹងមានផលជះទៅលើការធ្វើកំណែទម្រង់សាលាគរុកោសល្យនិងវិក្រិតការខេត្តខ្ញុំអត់និយាយភូមិភាគទេខ្ញុំនិយាយតែសាលាគរុកោសល្យនិងវិក្រិតការខេត្តពីព្រោះថាចាប់ពីឆ្នាំ2026ទៅលោកគ្រូអ្នកគ្រូនឹងត្រូវធ្វើការតាមរបៀបថ្មីតាមបរិបទថ្មីពីព្រោះថាកូនសិស្សដែលយើងធ្លាប់បង្រៀន20 30 40នាក់ឬក៏100នាក់ឯនេះនឹងលែងមានទៀតហើយអញ្ចឹងទម្រង់នៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូគឺត្រូវតែប្លែកអញ្ចឹងអាការដែលយើងចេះរៀបចំកម្មវិធីឲ្យប្លែកដូចតែពួកក្រុមការងារកំពុងធ្វើបែបនេះក៏ជាចំណុចដែលលោកគ្រូអ្នកគ្រូខាងសាលាគរុកោសល្យត្រូវរៀនផងដែរអញ្ចឹងជានីតិវិធីដែលយើងធ្វើអញ្ចឹងណាធ្វើអញ្ចឹងដល់ពេលចប់ការបណ្ដុះបណ្ដាលរយៈពេល2ថ្ងៃតើយើងទៅធ្វើយើងជួយសិស្សដល់របៀបណាជួយសិស្សដល់របៀបណាហ្នឹងលោកគ្រូបន្លូតគាត់បាននិយាយអំពីការប្រើប្រាស់សម្ភារៈហើយអញ្ចឹងខ្ញុំមិននិយាយអំពីការប្រើប្រាស់សម្ភារៈទេខ្ញុំនិយាយអំពីក្រុមដែលយើងត្រូវទៅជួយណាក្រុមដែលយើងត្រូវទៅជួយនោះគឺមាន2ក្រុម3ក្រុមជាចម្បងធំក្រុមទី1គឺកូនសិស្សដែលយើងត្រូវជួយយ៉ាងហោចណាស់ក៏មាន20%ជាងដែរប្រសិនបើគ្មានពួកគាត់យើងក៏គ្មានឱកាសក្នុងការបង្ហាញឬក៏ក្នុងការធ្វើការងារមានប្រយោជន៍ផងដែរប្រសិនបើគ្មានសិស្សដែលរៀនយឺតយើងក៏គ្មានឱកាសខ្ញុំនេះពីដំបូងខាងក្រុមការងារក៏គ្មានឱកាសដែរប៉ុន្តែដោយសារពួកគាត់មិនមានឱកាសរៀនឲ្យពូកែអញ្ចឹងធ្វើឲ្យការបាត់បង់ឱកាសរបស់ពួកគាត់คล้ายទៅជាឱកាសរបស់យើងវិញណាคล้ายទៅជាឱកាសរបស់យើងវិញអញ្ចឹងយើងមានឱកាសក្នុងការធ្វើការងារដែលមានប្រយោជន៍អញ្ចឹងអ្នកដែលផ្ដល់ឱកាសឲ្យយើងមុនគេគឺក្រុមសិស្សដែលរៀនខ្សោយណាក្រុមសិស្សដែលរៀនខ្សោយខ្ញុំឆ្លើយសំណួរលោកគ្រូបន្តិចពីព្រោះលោកគ្រូសួរថាដល់ពេលដែលធ្វើតេស្តអញ្ចឹងយើងធ្វើម៉េចដឹងថាកូនសិស្សនឹងខ្សោយបើគ្រូគេថាកូនសិស្សគេចេះហើយចោះលោកគ្រូទៅសួរខ្លួនឯងវិញថាបើយើងបានធ្វើបានត្រឹមត្រូវតាមនីតិវិធីស្រួលបួលអីឲ្យអស់ហើយយើងខូចកូនសិស្សនឹងខ្សោយហើយគ្រូថាសិស្សនឹងប៉កែលោកគ្រូទៅឆ្ងល់เลยចំមិនក៏សិស្សនឹងប៉កែវិញបើខ្ញុំធ្វើតេស្តតអត់ប៉កែផងហ្នឹងចឹងឲ្យចេះឆ្ងល់នឹងវិញសិនណាបើសិនជាយើងអត់បានធ្វើអីសោះអាហ្នឹងវាគ្មានអីទៅឆ្ងល់មែនប៉ុន្តែបើយើងធ្វើឲ្យគាត់ត្រឹមទៅចង្អុលឲ្យគាត់អានស្អាគាត់មិនចេះស្អេគាត់មិនចេះកម្មគាត់មិនចេះនាឡិកាគាត់មិនចេះហើយបែរជាលោកគ្រូថាសិស្សគាត់ប៉កែគាត់នេះខ្ញុំគិតថាមិនទេហើយប្រសិនបើមានរឿងនឹងកើតឡើងបែនគឺជាឱកាសដ៏ល្អបំផុតដែលយើងហៅឪពុកម្ដាយមកធ្វើតទល់ជាមួយគ្នាតែម្ដងនៅចំពោះមុខបើកូនគាត់អត់ចេះយើងបានឱកាសបញ្យល់ប្រាប់គាត់ថានេះគឺជាឱកាសដ៏ល្អដែលខ្ញុំអាចជួយកូនលោកពូអ្នកមីងឲ្យមានការចេះដឹងឡើងវិញហើយប្រសិនបើគាត់ចេះធ្វើចប់គឺឪពុកម្ដាយនឹងមានមោទនភាពនៅចំពោះមុខលោកគ្រូហ្មងលោកគ្រូអាចថាខ្ចីម៉ាស៊ីន print របស់សាលា print សញ្ញាបត្រមួយឲ្យទៅកូននឹងម្ដងថែវកូនអ្នកមីងប៉កែណាឥឡូវខ្ញុំជូនសញ្ញាបត្រមួយទុកជាអនុស្សាវរីយ៍អញ្ចឹងលាក់ទៅអញ្ចឹងមានថាយើងអាចនឹង verify ឡើងវិញប្រសិនបើលោកគ្រូអ្នកគ្រូចង់ប៉ុន្តែខ្ញុំគិតថាប្រហែលជារឿងនោះអាចនឹងកើតឡើងតិចតួចបំផុតណាអញ្ចឹងយើងបានសហការជាមួយកូនសិស្សយើងបានសហការជាមួយអាណាព្យាបាលបន្ទាប់មកយើងដែលជាអ្នកចេះដឹងដែលគិតថាយើងជាអ្នកចេះដឹងពីសាលាគ្រូសល្យយើងអាចទៅបង្រៀនលោកគ្រូអ្នកគ្រូប្រហែលជាគ្នាយើង1000នាក់អញ្ចឹងយើងទៅសាលាប្រហែលជាខ្ញុំថាទៅបានហើយប៉ុន្តែឧបមាថាបើយើងទៅ1000នាក់
សាលាខ្លះជាមធ្យមមានគ្រូ2 នាក់អញ្ចឹងយើងបានបង្រៀនគ្រូ2000 នាក់យ៉ាងតិចឲ្យចេះប្រើប្រាស់ថ្នាលបឋមរួចទៅហើយបងប្អូនគិតមើលប្រសិនបើក្រសួងជាអ្នករៀបចំវិញទៅអញ្ជើញគ្រូចំនួន2000 នាក់ឲ្យមករៀននៅសាលាគ្រូសោឬក៏មករៀននៅសាលាភ្នំពេញតើក្រសួងទៅចំណាយលុយប៉ុន្មានខ្ញុំមិនដឹងថាប៉ុន្មានទេខ្ញុំនិយាយឲ្យចង់ថាគ្មានលុយចំណាយលើរឿងនឹងតែម្ដងมันមានលុយចំណាយដើម្បីតែគ្រូ2000 នាក់ឡើងមករៀនប្រើថ្នាលបឋមតែ2 3ចំណុចដែលលោកបងប្អូនចេះធ្វើហ្នឹងទេអញ្ចឹងបងប្អូនគឺខ្លាចជាភ្នាក់ងាររបស់ថ្នាលបឋមទៅបង្រៀនលោកគ្រូឲ្យចេះប្រើប្រាស់ទាំង2000 នាក់រួចទៅហើយនេះទៅ2000 នាក់ប្រសិនបើសាលាដែលបងប្អូនទៅនោះមិនមែនជាសាលាគោលដៅទៅទៀតអញ្ចឹងមានថាបងប្អូនបានបង្រៀនពួកគាត់នៅសាលាមិនមែនគោលដៅចំនួន2000 នាក់នៅពេលដែលអឺខាងក្រមការងារមិនដឹងសាលានោះនៅឯណាផងដល់ពេលបងប្អូនចាប់ដើមទៅធ្វើបំពេញការងារមួយខែគឺសំទោសដល់ពេលដែលបងប្អូនទៅបំពេញការងារជាប្រចាំណាក្រោយពេលរៀនចប់ណាអញ្ចឹងប្រសិនបើបងប្អូនទៅសាលាផ្សេងទៀតអញ្ចឹង1000 សាលាទៀតសរុបទៅគឺ2000 សាលាបងប្អូនក្លាយជាគ្រូបង្វឹកជាគ្រូ ICT របស់ថ្នាលបឋមទៅដល់2000 សាលានៅពេលដែលខាងនាយកដ្ឋាននេះអត់ទាន់បានចំណាយលុយអីសូម្បីតែ1 រៀលអញ្ចឹងការងារបែបនេះយើងរៀនថ្លឹងថ្លែងយើងរៀនវិភាគមើលដើម្បីយើងផ្ដល់តម្លៃខ្លួនឯងណាដើម្បីតម្លៃខ្លួនឯងហើយថាយើងបានធ្វើមែនហើយការងារហ្នឹងពិតជាមានប្រយោជន៍មែនណាការងារពិតជាមានប្រយោជន៍មែនមួយទៀតនៅពេលដែលបងប្អូនបានពង្រៀនលោកគ្រូអ្នកគ្រូអញ្ចឹងហើយផលជះដែលបងប្អូនបានធ្វើនៅពេលដែលយើងជាគរុនិស្សិតយើងទៅដល់យើងបានធ្វើការងារនឹងហើយអញ្ចឹងយើងផលជះទៅក្នុងសង្គមនោះខ្ញុំគិតថាវាច្រើនគ្រាន់បើដែរអញ្ចឹងដូចខ្ញុំនិយាយម្សិលមិញថាប្រសិនបើយើងត្រឡប់ចេញពីសាលានោះវិញក្នុងរយៈពេលតែ3 4 សប្តាហ៍ហើយមានមនុស្ស4 5 នាក់ស្គាល់ឈ្មោះបងប្អូនណាអានឹងចាត់ទុកថាជារឿងអស្ចារ្យដែរជារឿងអស្ចារ្យដែរចឹងបងប្អូនបានទៅធ្វើតេស្តសិស្សបងប្អូនបានដឹងបានជូនព័ត៌មានទៅលោកគ្រូអ្នកគ្រូបានជូនព័ត៌មានទៅអាណាព្យាបាលអំពីកូនសិស្សដែលត្រូវជួយខ្ញុំថា50%ហ្នឹងដោយលើហេតុផលមួយចំនួនការពិតវាគួរតែច្រើនជាងនេះទៀតណាចឹងចាត់ទុកថា50%ទៅចុះថាយើងសម្គាល់បានកូនសិស្សយកមកជួយដល់ពេលបានកូនសិស្សមកជួយហើយយើងជួយដោយរបៀបណាដែលពេលខ្ញុំលើបងប្អូនលោកគ្រូអ្នកគ្រូសួរលោកគ្រូមលោតពីម្ដងដែរហើយគ្រូមលោតជាថាទុកឲ្យខ្ញុំឆ្លើយតែពិតលោកគ្រូក៏គាត់លោតក៏គាត់ឆ្លើយបានដែរប៉ុន្តែគាត់ចង់ឲ្យខ្ញុំឆ្លើយវិញជួយដោយរបៀបណានេះឥឡូវនេះយើងគិតទៅមើលយើងជាគ្រូពេទ្យណាយើងជាគ្រូពេទ្យហើយយើងទៅធ្វើរោគវិនិច្ឆ័យសិស្សដឹងតែចេះចុះហើយខ្ញុំនេះនៅលើនេះវិញទេហើយសួរខ្ញុំថាឲ្យខ្ញុំជួយដោយរបៀបណាការពិតខ្ញុំប្រាប់បានជាទ្រឹស្ដីប៉ុន្តែអ្នកដែលត្រូវជួយពិតប្រាកដគឺបងប្អូនហ្នឹងហើយថាតើប្រើវិធីណាហើយខ្ញុំចង់ឲ្យយើងគិតគេហៅគិតក្រៅប្រអប់ណាហើយបើអត់ដឹងថាគិតក្រៅប្រអប់ហ្នឹងស្អីទេសរសេរវាទៅថាគិតក្រៅប្រអប់ think outside the box ហ្នឹងគិតរបៀបណាហ្នឹងកត់ពាក្យទុកទៅហើយទៅ search អ៊ីនធឺណិតខ្លួនឯងទៅសួរ AI ខ្លួនឯងហើយឲ្យគេឲ្យឧទាហរណ៍ថាឥឡូវខ្ញុំបរៀនស្រាក់ខ្ញុំបរៀនអញ្ចឹងគ្រូខ្ញុំបរៀនអញ្ចឹងហើយខ្ញុំបរៀននៅតាមសាលាឯកជនហ្នឹងបរៀនអញ្ចឹងហើយគ្រូមួយនៅក្រសួងថាឲ្យខ្ញុំបរៀនក្រៅប្រអប់តែខ្ញុំបរៀនមិនអាហ្នឹងសួរ AI ទៅវាប្រាប់យើងហើយសួរ Google ទៅវាប្រាប់យើងថាបរៀនមិនហ្នឹងអញ្ចឹងយើងអាចធ្វើបានប៉ុន្តែជាជំរើសខ្ញុំផ្ដល់ឲ្យមួយចំនួនណាឈ្មោះកម្មវិធីគឺច្បាស់នៅក្នុងសេចក្តីបញ្ជាក់របស់ Adam Despecha ចែងច្បាស់ថាជាការបំពន់សិស្សសម្របសមត្ថភាពសិស្សរៀនយឺតកម្មវិធីបំពន់សម្របសមត្ថភាពសិស្សរៀនយឺតអញ្ចឹងយើងសម្គាល់សិស្សរៀនយឺតដោយប្រើតេស្តវិនិច្ឆ័យរបស់យើងសម្គាល់បានហើយអញ្ចឹងដើម្បីបំពន់គាត់បានតែយើងបំពន់ដោយរបៀបណាក្នុងរយៈពេល2 3 សប្តាហ៍នេះ3 4 សប្តាហ៍នេះបងប្អូនខ្ញុំគិតថានឹងទៅនៅសាលាដែលយើងចុះទៅនោះចំនួន8 ម៉ោងក្នុងមួយថ្ងៃជាទូទៅគឺ8 ម៉ោងក្នុងមួយថ្ងៃចឹងប្រសិនបើបងប្អូនធ្លាប់បង្រៀនគួរបង្រៀនតាមផ្ទះបង្រៀនបែបណាខ្ញុំសួរចេះវិញបង្រៀនបែបណាបង្រៀនបែបណាយើងយកសិស្សមកដាក់មកក្រុម2 3 នាក់យើងបង្រៀនសិស្សម្នាក់
ឬក៏បង្រៀនយ៉ាងម៉េចជារួមខ្ញុំអាចថាយើងបង្រៀនព្រឹកម៉ោងនេះបង្រៀនសិស្សនេះម៉ោងនោះបង្រៀនសិស្សនោះឬក៏នៅភ្នំពេញគេមានកន្លែងកាហ្វេគេអីស្រួលបួលគ្រូគេឆ្លាតគេថែទេខ្ញុំបង្រៀននៅហាងកាហ្វេហ្មងណាយើងជួលបន្ទប់គេមួយទៅសិស្សអង្គុយបាន3 4នាក់ហើយកូនសិស្សហ្នឹងមកអង្គុយរៀនមួយគ្នាម្ដងតែពេលនេះគឺយើងទៅដល់សាលាខ្លួនឯងអញ្ចឹងយើងរៀបជាកាលវិភាគក្រោយពេលយើងធ្វើតេស្តសិស្សហើយយើងមានឈ្មោះសិស្សយើងមានអីហ្នឹងហើយយើងយកគាត់មកធ្វើជាកាលវិភាគថាសិស្សឈ្មោះនេះត្រូវរៀនមេរៀននេះសិស្សឈ្មោះនេះខ្សោយមេរៀននេះសិស្សមេរៀនខ្សោយមេរៀននេះអញ្ចឹងយើងអាចដកគាត់ពីម៉ោងរៀនធម្មតានៅបុកបង្រៀនគាត់មួយដង1 ម៉ោង1 ម៉ោងឧបមាថាសិស្សរៀនពេលព្រឹកអញ្ចឹងយើងម៉ោងទី1យើងដកឈ្មោះសិស្សថាសីហាងទៅបរៀនពីម៉ោង7ដល់ម៉ោង7:45អញ្ចឹងទៅដល់ពេលឈ្មោះកញ្ញាទៅពីម៉ោង8ដល់ម៉ោង8:45ទៅដល់ពេលយើងចប់សីហាម៉ោង7:45ចប់ហើយគាត់ទៅវិញទៅដល់ពេលកញ្ញាពីម៉ោង8ដល់ម៉ោង8:45រៀនគាត់ឲ្យចប់ហើយទៅវិញទៅអញ្ចឹងមកព្រឹកហ្នឹងបើបង្រៀនម្ដងម្នាក់អញ្ចឹងក៏បាន4នាក់ដែរណា4 5នាក់ដែរក្នុងមួយព្រឹកហ្នឹងក៏បងប្អូនបរៀនបាន4 5នាក់ដែរយកគាត់មកបង្រៀនកខឡើងវិញឧទាហរណ៍ថាឥឡូវគេរៀនដល់មេរៀនទី42ដល់43ដល់រៀនដល់បញ្ចេញលក្ខណៈប្រកបដល់ផ្ញើជើងដល់អីប៉ុន្តែការពិតក៏អត់ចេះកខទេអញ្ចឹងយើងត្រូវយកកូនសិស្សម្នាក់ហ្នឹងមកបង្រៀនកខនៅខាងក្រៅថ្នាក់ណានៅខាងក្រៅថ្នាក់ដែលគាត់ត្រូវបង្រៀនប្រសិនបើបងប្អូនគិតថាសិស្សដែលចេះកខហ្នឹងមាន2 3នាក់នោះអញ្ចឹងខ្ញុំអត់ចង់បរៀនម្ដងម្នាក់ឯណាមួយគ្រូកសលនៅពេលដែលមានសិស្សម្នាក់យើងបរៀនផ្សេងគ្រូកសលនៅពេលដែលមានសិស្ស2នាក់យើងបរៀនផ្សេងអញ្ចឹងយើងអាចយកពួកគាត់មកបង្រៀន2នាក់ឬ3នាក់ដើម្បីឲ្យយើងប្រើប្រាស់គ្រូកសលផ្សេងដូចជាការធ្វើការជាដៃគូការធ្វើការបែបពិភាក្សាអីហ្នឹងយើងត្រូវការសិស្ស2 3នាក់ដើម្បីទៅជែកគ្នាអាហ្នឹងយើងដកសិស្ស2 3នាក់មកបង្រៀនក៏បានដែរណាវាអាស្រ័យទៅលើដកសិស្សណាបាទចឹងអាការបង្រៀនបែបនេះយើងហៅថាការបង្រៀនស្របពេលយើងឲ្យលោកគ្រូអ្នកគ្រូបង្រៀនហើយយើងបង្រៀនខ្លួនឯងដែរអញ្ចឹងបើថាយើងដកសិស្សខ្សោយយកមកបង្រៀនខ្លួនឯងណាដកសិស្សខ្សោយមកបង្រៀនខ្លួនឯងអញ្ចឹងកូនសិស្សគាត់រៀនតែមួយព្រឹកទេតែបើសិនសាលាខ្លះគាត់រៀនពេញមួយថ្ងៃអញ្ចឹងយើងមានអាពេលថ្ងៃហ្នឹងបរៀនគាត់ម្ដងទៀតរៀនគាត់ម្ដងទៀតអញ្ចឹងមានថាយើងបរៀនគាត់ពីថ្ងៃពីដងពេលព្រឹកក៏បរៀនពេលរសៀលក៏បរៀនប៉ុន្តែប្រសិនបើសាលាគេមានកម្មវិធីតែមួយថ្ងៃអញ្ចឹងនៅពេលរសៀលបងប្អូនត្រូវបញ្យល់ឪពុកម្ដាយយ៉ាងម៉េចឲ្យគាត់យល់ថាតើគាត់អាចផ្ដល់ឱកាសឲ្យកូនមករៀនបំពន់ឡើងវិញបានឬក៏មិនបានការងារនេះអាចធ្វើទៅបានគឺបងប្អូនត្រូវសហការជាមួយគ្រូបង្រៀនយ៉ាងជិតស្និទ្ធជាទីបំផុតណាប្រើបំណិនសតវត្សទី26បំណិនសតវត្សទី21យើងថា communication skill ហ្នឹងឲ្យវាប្រើអស់សេចក្តីមកយើងប្រើបានប៉ុន្មានយើងនិយាយឲ្យគេស្ដាប់យល់បានអត់អញ្ចឹងយើងជាការសហការជាមួយអាណាព្យាបាលឲ្យល្អបំផុតថាតើយើងអាចបង្រៀនកូនគាត់បានឬក៏មិនបានក្នុងករណីពិសេសនេះខ្ញុំនិយាយក្នុងករណីពិសេសទេក្នុងករណីពិសេសពេលរសៀលលោកគ្រូអ្នកគ្រូអត់មានកូនសិស្សមករៀនដល់សាលាទេប៉ុន្តែមានកូនសិស្សម្នាក់ពីរនាក់ថាខ្ញុំមិនឲ្យកូនមកសាលាទេប៉ុន្តែបើមកបរៀនដល់ផ្ទះខ្ញុំឲ្យបង្រៀនលោកគ្រូអ្នកគ្រូស្មានមើលតើយើងអាចទៅដល់ផ្ទះគាត់ទេនៅពេលរសៀលប្រសិនបើលក្ខខណ្ឌនោះវាអាចទៅបានដែរនោះគឺជារឿងអស្ចារ្យបំផុតណានោះគឺជារឿងអស្ចារ្យបំផុតដែរយ៉ាងបំផុតដែរហើយករណីអស្ចារ្យបែបនេះសូមលោកគ្រូអ្នកគ្រូកុំភ្លេចសរសេរខ្ញុំសឹងថាពេលដែលលោកគ្រូអ្នកគ្រូបើកផ្នែកលោកគ្រូអ្នកគ្រូចាប់ដើមសរសេរអំពីកិច្ចការដែលយើងកំពុងធ្វើតែម្ដង3 សប្តាហ៍នេះខ្ញុំគិតថាយើងវាមិននេះទេមិនណាប៉ុន្តែគេអាចធ្វើកិច្ចការស្រាវជ្រាវសរសេរនិក្ខេបបទថ្នាក់ Master នោះថ្នាក់អនុបណ្ឌិតនោះគេសរសេរជាមួយសិស្សតែម្នាក់បានណាជាមួយសិស្សតែម្នាក់បានអញ្ចឹងយើងអាចធ្វើការងារនឹងបានណាយើងអាចធ្វើការងារនឹងបានតាមរយៈនេះតើលើកដៃសូមខ្ញុំនិយាយចប់សិនចាំសួរណាខ្ញុំនិយាយចប់សិនសួរខ្ញុំទុកពេលឲ្យខ្លះសួរតែខ្ញុំចង់ថែមសិនអញ្ចឹងនៅពេលដែលយើងជួយសិស្សហើយយើងមានទី1ជួយសិស្សនៅពេលព្រឹកដកសិស្សចេញពីថ្នាក់មកបង្រៀនខ្លួនឯងហើយបន្ទាប់មកយើងនៅពេលរសៀលយើងជួយសិស្សនៅពេលរសៀលប្រសិនបើពេលរសៀលនោះកូនសិស្សមិនអាចមកសាលាបានយើងអាចទៅផ្ទះជួយសិស្សតាមផ្ទះសូម្បីតែបាន1នាក់ក៏បាន2នាក់ក៏បានដែរយើងអាចដូរវេនដូរពេលក៏បានដែរ
ការងារមួយទៀតដែលសំខាន់ហើយយើងអាចធ្វើបានគ្រប់ពេលគឺការតាមដានការដាក់សញ្ញាកិច្ចការឲ្យសិស្សធ្វើនិងការផ្ញើតំណ link ដែលលោកគ្រូបន្លូតបានផ្ញើរួចមកហើយណាថាកូនសិស្សយើងមាន4 5នាក់ត្រូវជួយមែនប៉ុន្តែពួកគាត់អាចមេរៀនខុសៗគ្នាអញ្ចឹងប្រសិនបើគាត់រៀននៅមេរៀននេះយើងផ្ញើតំណ link មួយនេះយើងបោះពុម្ពសញ្ញាកិច្ចការនេះឲ្យទៅគាត់ធ្វើហើយសួរថាបោះពុម្ពសញ្ញាកិច្ចការដោយរបៀបណាគឺយើងប្រើប្រាស់ម៉ាស៊ីនបោះពុម្ពនៅក្នុងសាលាប្រសិនបើសាលាមិនមានម៉ាស៊ីនបោះពុម្ពទេអាហ្នឹងវាអាស្រ័យលើការបដិញ្ញាចិត្តក្នុងការជួយរបស់បងប្អូនហើយថាតើត្រូវវិនិយោគលុយកាក់មួយចំនួនទៀតដើម្បីបោះពុម្ពហើយយកអាហ្នឹងទៅចែកជូនកូនសិស្សតែម្ដងនៅពេលដែលចិត្តចង់ជួយឡើងដល់កម្រិតខ្ពស់បែបនេះខ្ញុំគិតថាបងប្អូនប្រហែលជាអាចធ្វើការងារនឹងបានណាអាចធ្វើការនឹងបានអញ្ចឹងសរុបមកវិញថាយើងអាចធ្វើការងារនេះជួយសិស្សក្នុងទម្រង់3 4ខុសៗគ្នាណា3 4ខុសៗគ្នាណាតាមលទ្ធភាពជាក់ស្ដែងប៉ុន្តែយ៉ាងហោចណាស់គឺយើងបានជួយគាត់ទី1ដឹងថាគាត់ចេះឬក៏មិនចេះតាមរយៈការធ្វើតេស្តដោយសុក្រិតចេះបែបសុក្រិតទី2មានទិន្នន័យយកទៅប្រាប់លោកគ្រូអ្នកគ្រូនិងអាណាព្យាបាលវិញថាពួកគាត់ចេះពួកគាត់អត់ចេះហើយយើងត្រូវជួយគាត់ដោយការបំពន់ស្របពេលដោយការបំពន់នៅពេលរសៀលហើយនឹងដោយការបំពន់នៅពេលនៅពេលនៅផ្ទះហើយដោយសារពេលនៅផ្ទះទៀតណាអានេះខ្ញុំនិយាយមិនថាលោកគ្រូអ្នកគ្រូទៅដល់ផ្ទះសិស្សប៉ុន្តែក្នុងករណីខ្លះយើងមិនទៅដល់ផ្ទះសិស្សទេខ្ញុំមិនដឹងថាតើពេលយើងទៅបើសិនជានៅនេះយើងស្នាក់នៅឯណាតាមស្ថានភាពជាក់ស្ដែងតើយើងអាចជួយពួកគាត់ដោយរបៀបណាទៀតនៅក្នុងស្ថានភាពរបស់យើងនឹងយើងអាចនឹងសិក្សាមើលពីពួកខ្ញុំនិយាយនៅពីខាងនេះទៅខ្ញុំមានដែលទៅបង្រៀនណាអញ្ចឹងខ្ញុំមិនស្គាល់ស្ថានភាពច្បាស់លាស់ខ្លួនឯងអញ្ចឹងលោកគ្រូអ្នកគ្រូឬក៏បងប្អូនអាចស្គាល់ស្ថានភាពខ្លួនឯងហើយអាចនឹងជួយសិស្សតាមលទ្ធភាពជាក់ស្ដែងនៅពេលនោះអញ្ចឹងទាំងអស់នេះគឺជាអ្វីដែលយើងត្រូវធ្វើក្នុងរយៈពេល3 4សប្តាហ៍នេះនៅពេលដែលយើងចាប់ដើមធ្វើអញ្ចឹងយើងទៅជួយសិស្សតែម្នាក់ទេប៉ុន្តែផលចេះរបស់យើងមានទៅលើគ្រូបង្រៀនមានទៅលើអាណាព្យាបាលមានទៅលើសហគមន៍ហើយចុះបើនៅពេលដែលយើងទៅបំពេញការងារនេះតើបងប្អូនមានការគ្រប់គ្រងពីណាខ្លះការគ្រប់គ្រងទី1គឺរបស់លោកគ្រូអ្នកគ្រូតែម្ដងណាគឺការគ្រប់គ្រងទី1គឺលោកគ្រូអ្នកគ្រូនៅប្រចាំថ្នាក់នីមួយៗជាអ្នកគ្រប់គ្រងបងប្អូនថាតើគ្រប់គ្រងដោយរបៀបណានោះយើងសិក្សាដោយខ្លួនឯងមើលថាតើយើងត្រូវការអីពីគាត់ទី2គឺគណៈគ្រប់គ្រងសាលារៀនទី3អាចមានស្រុកមានអីដែរប៉ុន្តែខ្ញុំគិតថាមិនតាន់ទេនៅពេលនេះគឺទី3ហើយគៀកបំផុតនោះគឺលោកគ្រូអ្នកគ្រូដែលជាគ្រូឧទ្ទេសនៅសាលាគ្រូសលរបស់យើងនីមួយៗចឹងខ្ញុំឃើញថាក្រុមការងារបានបង្កើតក្រុមរួចហើយថាសាលានីមួយៗមានក្រុមការងាររួចហើយអញ្ចឹងយើងអាចជជែកគ្នាមើលថាតើយើងបានធ្វើអីខ្លះនៅក្នុងកន្លែងនៅក្នុងក្រុមនីមួយៗនេះណានៅក្នុងក្រុមនីមួយៗតើយើងបានធ្វើអីខ្លះដើម្បីគ្រប់គ្រងពួកគាត់ដូចខ្ញុំនិយាយនៅខាងដើមអញ្ចឹងថាសាលាគ្រូកុសលគឺត្រូវប្រើសាលាគ្រូកុសលនិងវិក្កតការខេត្តត្រូវគិតក្រៅប្រអប់អំពីនីតិវិធីនៃការគ្រប់គ្រងគ្រូបង្រៀននៅតាមសាលារៀនហើយខ្ញុំគិតថាគ្រូនិស្សិតជំនាន់នេះគឺជាជំនាន់ចុងក្រោយហើយណាគឺជាជំនាន់ចុងក្រោយហើយនៅឆ្នាំ2026គោលការណ៍នៃការជ្រើសរើសគរុនិស្សិត12+2នឹងលែងមានទៀតហើយអញ្ចឹងវាថាលោកគ្រូអ្នកគ្រូឧទ្ទេសនៅតាមសាលាគ្រូសលនីមួយៗត្រូវគិតអំពីវិធីនៃការគ្រប់គ្រងគរុនិស្សិតនៅពេលនេះក៏ដូចជាការគ្រប់គ្រងគ្រូបង្រៀនទៅថ្ងៃក្រោយពីព្រោះយើងលែងមានកម្មវិធីដែលបង្រៀនដូចពីមុនទៀតហើយណាដូចពីមុនទៀតហើយអញ្ចឹងបន្ទាប់ពីយើងបានស្គាល់សិស្សយើងរកមធ្យោបាយជួយសិស្សហើយយើងមានការគ្រប់គ្រងវិញការគ្រប់គ្រងមួយកម្រិតចុងក្រោយនេះគឺក្រុមការគ្រប់គ្រងរបស់ក្រុមថ្នាលបឋមយើងនេះក្រុមគ្រប់គ្រងរបស់ថ្នាលបឋមយើងនេះពួកយើងនៅទីនេះគឺដើម្បីគ្រប់គ្រងលោកគ្រូអ្នកគ្រូគ្រប់ពេលទាំងអស់ហើយយើងគ្រប់គ្រងទាំងផ្នែកបច្ចេកទេសទាំងផ្នែកគរុកោសលនិងទាំងផ្នែកសម្ភារៈឧបទេសផ្នែកសម្ភារៈឧបទេសចង់និយាយថានៅក្នុងក្រុម Telegram យើងគ្នាជាង1000នាក់ណាចង់និយាយថាសម្ភារៈ Digital ដែលយើងដាក់នៅលើថ្នាលបឋមលោកគ្រូអ្នកគ្រូត្រូវពិនិត្យមើលត្រូវធ្វើខ្លួនឯងទាំងអស់ថាតើសម្ភារៈទាំងអស់នោះវាគ្រប់គ្រាន់ឬក៏វាមិនទាន់គ្រប់គ្រាន់ទី1ទី2ប្រសិនបើលោកគ្រូអ្នកគ្រូគិតថាខ្ញុំចង់បានសម្ភារៈទាំងអស់នេះជាទម្រង់បោះពុម្ពក្រុមការងារក៏បានដាក់ឲ្យដែរគ្រាន់ថាដាក់បោះពុម្ពវាមិនគ្រប់គ្រាន់ឬក៏យ៉ាងណាសូមបងប្អូនជួយប្រាប់មកវិញ
ទី3ប្រសិនបើបងប្អូនមានឯកសារដែលគិតថាបង្រៀនទៅមានប្រសិទ្ធភាពហើយចង់ចែករំលែកទៅឲ្យគ្នាយើងផ្សេងទៀតសូមផ្ដល់មកឲ្យក្រុមការងារដើម្បីក្រុមការងារដាក់បញ្ចូលទៅក្នុងថ្នាលបឋមជាទម្រង់ដែលយើងអាចប្រើជាទម្រង់ digital ហើយនឹងជាទម្រង់ដែលអាចបោះពុម្ពបានណាជាទម្រង់ដែលអាចបោះពុម្ពបានចឹងខ្ញុំគិតថាជីវិតរបស់គ្រូបង្រៀននៅពេលណាដែលមានសម្ភារៈគ្រប់គ្រាន់ការបង្រៀនដូចជាមិនពិបាកពេកទេណាខ្ញុំគិតថាមិនពិបាកពេកទេការបង្រៀនដែលពិបាកគឺការបង្រៀនដែលគ្មានសម្ភារៈបច្ចេកទេសគ្រប់គ្រាន់ហើយការពិតលោកគ្រូអ្នកគ្រូអាចបង្កើតសម្ភារៈបច្ចេកទេសនោះបានទៀតសម្ភារៈឧបទេសនោះបានទៀតគ្រាន់ថាការបង្កើតវាត្រូវការពេលវេលាវាត្រូវការធនធានឯច្រើនអញ្ចឹងយើងមិនបង្កើតចឹងហើយបានជាថាឥឡូវផ្ដល់មកថ្នាលបឋមមកក្រុមការងារមានតែ4-10នាក់ជាអ្នកធ្វើហើយបន្ទាប់មកគឺលោកគ្រូអ្នកគ្រូទូទាំងប្រទេសថ្នាក់ទី1ធ្វើប្រើប្រាស់មានប្រហែលជា10000នាក់10000នាក់ជាអញ្ចឹងជាជាង10000នាក់ធ្វើទាំងអស់គ្នាយើងធ្វើតែម្នាក់ពីរនាក់ទៅយើងចាំតែប្រើប្រាស់ទៅបានហើយដូចជាទូរស័ព្ទដូចជាស្អីហ្នឹងយើងមិនចាំបាច់ធ្វើទាំងអស់គ្នាទេយើងមានអ្នកធ្វើមួយចំនួនតូចទៅបានហើយអ្នកប្រើប្រាស់ឲ្យមានចំនួនច្រើនទៅចឹងសូមប្រើប្រាស់ក្រុមការងារនេះឲ្យអស់សក្តានុពលជាពិសេសខាងផ្នែកដំណោះស្រាយបច្ចេកវិទ្យាខាងផ្នែកគរុកោសល្យហើយខាងផ្នែកសម្ភារៈជាការពិតពួកយើងក៏មិនអាចធ្វើការគ្រប់ពេលរហូតដែរយើងព្យាយាមផ្ដល់ប៉ុន្តែឲ្យបានថាត្រូវចិត្តយើង100%តាមតម្រូវការ100%នោះក៏មិនទាន់បានដល់ហើយទេគ្រាន់តែថាយើងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពចឹងខ្ញុំសរុបមកវិញមួយវគ្គនេះហើយខ្ញុំនឹងព្យាយាមឆ្លើយសំណួរខ្លះហើយបន្ទាប់មកខ្ញុំនឹងមានវគ្គទី2ទៀតណាដែលខ្ញុំគិតថាខ្ញុំផ្ដាច់វិជ្ជា2ដើម្បីបង្ហាញឲ្យច្បាស់បន្តិចចឹងខ្ញុំសូមបញ្ចប់នៅវគ្គទី1ប៉ុណ្ណេះហើយសូមឆ្លើយសំណួរបន្តិចពីព្រោះម្សិលមិញខ្ញុំថាខ្ញុំចប់ហើយប៉ុន្តែមិនទាន់បានចប់ផងសំណួរមកអញ្ចឹងខ្ញុំចាំឆ្លើយសំណួរទីដែរអញ្ចឹងថ្ងៃនេះខ្ញុំទុកពេលសម្រាប់ឆ្លើយសំណួរតែម្ដងណាសូមអញ្ជើញលោកគ្រូមណ្ឌលជួយសម្រាប់សំណួរទីបាទអរគុណច្រើនលោកគ្រូបាទសូមបងប្អូននិស្សិតបាទមានសំណួរអ្វីចង់ចោទសួរមកលោកគ្រូសិដ្ឋាសូមអញ្ជើញតកតទៅនឹងពេលប្អូនចុះទៅដល់សាលាគោលដៅបន្ទាប់មកប្អូនធ្វើតេស្តបងប្អូនថាទី1អស់ហើយកំណត់ទៅមុខសញ្ញាបងប្អូនថាបងណាត្រូវជួយបងណានឹងមិនត្រូវជួយរួចរាល់ហើយបាទបន្ទាប់មកបងអូនត្រូវជ្រើបងប្អូននិស្សិតថ្នាក់ទី1ហ្នឹងសំទោសបងប្អូនថ្នាក់ទី1ហ្នឹងមកជួយគាត់បាទថាជួយដល់របៀបណាលោកគ្រូសិដ្ឋាគាត់បានលើចំណុច1 2 3 4រួចរាល់ហើយប៉ុន្តែប្រសិនបើបងប្អូនគិតថាវាមិនទាន់ច្បាស់ឬក៏មានបញ្ហាស្មុគស្មាញកន្លែងណាផ្សេងទៀតយើងអាចលើកយកមកតិចដល់យកសំទោសយកមកពិសានៅពេលនេះបានបាទបាទសូមអញ្ជើញបាទជំរាបសួរលោកគ្រូបាទសូមអញ្ជើញបាទលោកគ្រូខ្ញុំមានសំណួរមួយចំនួនដែលឆ្ងល់តទៅនឹងការចុះទៅស្ម័គ្រចិត្តបរិញ្ញាបងប្អូននៅតាមសាលាដែលយើងជ្រើសរើសអញ្ចឹងខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំមកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញឆ្នាំទី2អញ្ចឹងខ្ញុំមានសំណួរមួយតទៅនឹងការចុះទៅលក្ខណៈថាបែបចិត្តវិទ្យាឬក៏ដូចពេលខ្លះយើងចុះទៅអាចជាសម្ពាធសម្រាប់គ្រូបន្ទប់ថ្នាក់និងគណៈគ្រប់គ្រងសាលាដែរឬអត់លក្ខណៈថាដូចមានថានៅពេលដែលយើងចុះទៅយើងទទួលបានការទៅស្វាគមន៍ពីពួកគាត់ដែរឬអត់បើសិនជាមានបញ្ហាកន្លែងហ្នឹងយើងគួរដោះស្រាយបែបម៉េចលក្ខណៈថាដូចពេលខ្លះហៅកូនសិស្សមកធ្វើតែម្នាក់ហ្នឹងអាចប៉ះពាល់ដល់ម៉ោងរៀនរបស់គ្រូបន្ទប់ថ្នាក់ហើយមួយទៀតពេលដែលយើងចុះទៅសាលាដែលគោលដៅហ្នឹងយើងមានការចេញលិខិតពីសាលាវិទ្យាស្ថានអត់ដើម្បីជា
ជា credit មួយដើម្បីឲ្យខាងសាលាគោលដៅយើងហ្នឹងគាត់ទទួលស្គាល់ដោយសារតែខ្ញុំខ្ញុំពេលដែលខ្ញុំដាក់ទៅតាមសាលាគោលដៅហ្នឹងសាលាគោលដៅគាត់អត់ទាន់ដឹងថាខ្ញុំប្រឡងជាប់នៅកន្លែងសាលាហ្នឹងលោកគ្រូ បាទ សូមអរគុណលោកគ្រូ ដូចសេចក្តីចែងក្នុងលិខិតចឹងណាថាយើងរៀបចំកម្មវិធីនេះដើម្បីទៅជួយកូនសិស្សជាការពិតខ្ញុំគិតថាលោកគ្រូដែលគ្រូសួរសំណួរហ្នឹងគឺប្រកាសជាមានបទពិសោធន៍មកហើយថាឲ្យតែឃើញពីណាក៏ដោយឲ្យតែទៅដល់សាលាខាងសាលានោះតែងតែចាត់ទុកថាភាគច្រើនជាសម្ពាធសម្រាប់គាត់ខាតពេលវេលាខាតស្អីស្អីត្រូវរៀបចំនេះរៀបចំនោះលាក់នឹងលាក់អាហ្នឹងរឿងហ្នឹងវាកើតឡើងអញ្ចឹងមកហូរហែរហូតហើយសួរថាបើយើងដឹងថារឿងហ្នឹងកើតឡើងអញ្ចឹងហើយតើយើងទៅពេលនេះយើងត្រៀមខ្លួនហើយនៅយើងទៅណែនាំខ្លួនយើងថាម៉េចដើម្បីឲ្យលោកគ្រូអ្នកគ្រូគាត់មានអារម្មណ៍ថាខ្ញុំមកនេះមិនមែនជាបន្ទុកទេអញ្ចឹងណាខ្ញុំមិនដឹងថានៅពេលដែលការរស់នៅប្រចាំថ្ងៃរបស់យើងកន្លងមកហ្នឹងយើងដែលបែងចែកណាងហើយអត់ដែលធ្លាប់គិតជាផ្នត់គំនិតថាតើរាល់សកម្មភាពរបស់ខ្ញុំដែលខ្ញុំកំពុងតែចំណាយធម៌ពល1វិនាទី1នាទីពី1នាទីទៅ1នាទីនេះជាមួយនឹងមនុស្សនៅជុំវិញខ្ញុំនេះតើខ្ញុំបង្កភាពជាបន្ទុកទៅដល់អ្នកនៅជុំវិញខ្លួនឬក៏យើងជាអ្នកដោះបន្ទុកជាអ្នកសម្រួលឲ្យគេវិញឧទាហរណ៍ថាពេលដែលគ្រូបង្រៀននៅម៉ោង7ហើយប្អូនចូលដល់ថ្នាក់នៅម៉ោង7កន្លះតើអាការដែលយើងមកយឺតកន្លះម៉ោងនេះអាហ្នឹងយើងគិតថាវាជាបន្ទុកទៅដល់អ្នកដទៃអត់ទេអាការគិតបែបហ្នឹងណាទម្លាប់គិតបែបហ្នឹងថាតើរាល់ធម៌ពលដែលយើងចំណាយទៅលើអីមួយនេះតើវាជាបន្ទុកទៅដល់គេទេជាបន្ទុករាងកាយដល់គេទេជាបន្ទុកផ្លូវចិត្តដល់គេទេប្រសិនបើការងារហ្នឹងវាមានអញ្ចឹងមែនណាអញ្ចឹងបងប្អូនគួរតែគិតឡើងវិញហើយយើងច្បាស់ថាកម្មវិធីដែលខ្ញុំរៀបនេះគឺជាការជួយសម្រួលហើយខ្ញុំជាអ្នករៀបចំនៅទីនេះក្រុមការងារដែលជាអ្នករៀបចំនៅទីនេះក៏គិតថាវាជាការជួយសម្រួលដែរដល់ការងាររបស់បងប្អូនណាហើយបងប្អូនទាំងចោះអានឹងយកពេលខ្ញុំមួយខែដែលខ្ញុំធ្លាប់តែដើរលេងខ្ញុំធ្លាប់តែធ្វើនេះធ្វើនោះឲ្យខ្ញុំទៅចោះជួយគរុនិស្សិតសិស្សនៅថ្នាក់ទី1ទាំងខ្ញុំរៀនមិនទាន់ចប់ហ្នឹងអាហ្នឹងមិនមែនជាបន្ទុកទេហ៎ចឹងហើយបានជាយើងសរសេរពាក្យថាជាគោលការណ៍ស្ម័គ្រចិត្តជាគោលការណ៍ស្ម័គ្រចិត្តណាពីព្រោះយើងមិនមែនជាគ្រូបង្រៀនទេយើងមិនទាន់ជាគ្រូបង្រៀនទេអញ្ចឹងហើយបានជាលិខិតចែងច្បាស់ថាតាមគោលការណ៍ស្ម័គ្រចិត្តនិយាយឲ្យខ្លីថាយើងមានកូនសិស្សថ្នាក់ទី1ដែលមានបញ្ហាហើយពួកគាត់មានបញ្ហាពីព្រោះពួកគាត់បាត់បង់ឱកាសក្នុងការរៀនឲ្យចេះហើយដែលខ្ញុំបញ្ជាក់ណាការដែលគាត់បាត់បង់ឱកាសនោះវាជាឱកាសដែលយើងទទួលបានទៅវិញដោយសារមានអ្នកបាត់ហ្នឹងហើយបានតែយើងបានទទួលបើគេមិនបាត់យើងក៏មិនបានទទួលដែរចឹងហើយប្រសិនបើបងប្អូនគិតថារយៈពេលនេះគឺជាឱកាសដើម្បីបងប្អូនធ្វើអីមួយអាហ្នឹងគឺខាងក្រុមយើងនេះគឺបង្កជាឱកាសឲ្យបងប្អូនបានទៅធ្វើប៉ុន្តែបើបងប្អូនគិតថានេះជាបន្ទុកទេចឹងហើយបានជាយើងបន្ថែមមួយទៀតថាតាមគោលការណ៍ស្ម័គ្រចិត្តបើទៅក៏បានបើមិនទៅក៏បានដោយឡែកកម្មវិធីបែបនេះនឹងរៀបចំសម្រាប់គ្រូថ្នាក់ទី2នៅខែសីហានេះទៀតដែរជាគំនិតគឺខ្ញុំបានគិតចឹងហើយទៀតដែរថាខែសីហានេះគឺខ្ញុំនឹងរៀបចំកម្មវិធីបែបនេះសម្រាប់គ្រូបង្រៀនថ្នាក់ទី2ដែលកំពុងតែឥឡូវនេះគាត់បង្រៀនថ្នាក់ទី2ប៉ុន្តែដល់ពេលខែសីហាយើងរៀបចំកម្មវិធី2ថ្ងៃដូចគ្នាអញ្ចឹងហើយសម្រាប់ពួកគាត់ត្រៀមទទួលសិស្សថ្នាក់ទី1ហើយយកសិស្សថ្នាក់ទី1ដែលអត់ចេះកខកខងហ្នឹងយកទៅបង្រៀននៅពេលវ៉ាកង2ខែតែម្ដងណា2ខែតែម្ដងជាការពិតលោកគ្រូអ្នកគ្រូពាក់ពេលវ៉ាកង2ខែមែនប៉ុន្តែកូនសិស្សវ៉ាកង2ខែមែនតែពួកគាត់មិនមែនវ៉ាកងទេណាពួកគាត់មិនមែនវ៉ាកងទេគាត់មានការងារនេះធ្វើការងារនោះធ្វើជាធម្មតាគ្រាន់ថាពេលនេះដោយសារយើងមានក្រុមគោលដៅសិស្សថ្នាក់ទី1ជាសិស្សដែលមានឱកាសបង្ហាញកម្ពុជាទៅពិភពលោកចឹងយើងដកពួកគាត់គ្រូថ្នាក់ទី2ជាពិសេសដែលគាត់ត្រូវធ្វើការងារនេះនោះពីមុនមកហ្នឹងណាដកគាត់ពីនោះមកធ្វើការងារនេះវិញ
មកបំពន់សិស្សថ្នាក់ទី2នេះវិញសួរថាហ្នឹងជាបន្ទុកដល់គាត់ទេអត់ទេពីព្រោះគាត់ជាគ្រូបង្រៀនគាត់ត្រូវធ្វើការហើយការងារដែលគាត់ត្រូវធ្វើគឺអាស្រ័យទៅលើថ្នាក់ដឹកនាំជាអ្នកបែងចែកថាការងារណាជាអាទិភាពការងារណាជាមិនមែនការងារអាទិភាពបើគាត់គិតថាការងារដែលគាត់ត្រូវធ្វើនេះជាបន្ទុកមានន័យថាគាត់មិនមែនស្ថិតនៅក្នុងក្របខ័ណ្ឌកន្លែងស្ថាប័នធ្វើការងារណាមួយទេពីព្រោះធ្វើការឲ្យគេធ្វើការមិនថាធ្វើការគេធ្វើការយើងធ្វើការមួយថ្ងៃ8ម៉ោងហើយសកម្មភាពការងារដែលត្រូវធ្វើយ៉ាងណានោះជាការពិតគឺយើងបានចែងហើយនៅក្នុងលក្ខខណ្ឌការងារតាំងពីដើមទីប៉ុន្តែគេតែងតែដាក់មួយមាត្រាចុងក្រោយថាតាមកិច្ចការផ្សេងទៀតអាស្រ័យទៅលើថ្នាក់ដឹកនាំយល់ឃើញថាការងារនោះវាបម្រើផលប្រយោជន៍ដល់ស្ថាប័នហើយបម្រើផលប្រយោជន៍ដល់ស្ថាប័នជាគ្រូបង្រៀនមានអីក្រៅពីបង្រៀនសិស្សឲ្យចេះហ្នឹងហើយណាមិនដឹងចេះហើយអញ្ចឹងខ្ញុំឆ្លើយមកវិញថាលោកគ្រូអ្នកគ្រូនៅទីនោះគាត់នឹងទទួលសម្ពាធដោយប្រការណាមួយនៅពេលដែលយើងទៅដល់ហើយយើងមិនធ្វើឲ្យទៅជាប្រយោជន៍ដល់ពួកគាត់ប្រសិនបើយើងធ្វើឲ្យទៅជាប្រយោជន៍ដល់ពួកគាត់ខ្ញុំគិតថាមានតែគាត់ថាអូនឯងញ៉ាប់ទៅវិញណានៅមួយអាទិត្យពីរអាទិត្យទៀតម៉ែណែវាមានរឿងចឹងទៀតហ่ะខ្ញុំលើកឧទាហរណ៍មួយថាកូនសិស្សនៅក្នុងមហាវិទ្យាល័យមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញណាពេលដែលគេបើកមហាវិទ្យាល័យដំបូងបើក department ដំបូងគាត់ចង់ឲ្យកូនសិស្សទៅធ្វើ intern នៅកន្លែងផ្សេងគ្មានណាគេទួលទេពួកគេមិនដែលស្គាល់នោះគ្មានណាគេទួលទេដល់ពេលបានតែម្ដងហើយរៀបចំអាស៊ានប្រជុំអាស៊ានម៉ែអាថ្លែងកូនសិស្សនឹងធ្វើសាហាវជាងបុគ្គលិកទៀតលើកក្រោយអូយកុំដាក់3ខែខ្ញុំឈប់យកហើយត6ខែបានខ្ញុំយក intern ពីខាងលោកគ្រូត6ខែបានខ្ញុំយក3ខែខ្ញុំអត់យកទេអញ្ចឹងអានឹងត្រូវសម្រួលឲ្យគេរហូតដល់6ខែមកដល់ថ្ងៃនេះអញ្ចឹងមានថាយើងទៅរយៈពេលខ្លីមែនប៉ុន្តែយើងបង្ហាញស្នាដៃហើយខ្ញុំគិតថានៅពេលនោះសម្ពាធហ្នឹងវាលែងជាសម្ពាធហើយវាទៅជាការសាទរវិញហើយរឿងការចេញលិខិតចេញអីរបស់ស្ថាប័នពាក់ព័ន្ធផ្សេងទៀតនោះខ្ញុំគិតថានៅគឺជាស្ថាប័នមួយជាអ្នកសម្រេចពីព្រោះខ្ញុំក៏មិនដឹងថាមានអីលើលិខិតដែលឯកឧត្តមឧបបណ្ឌិតសុភាឯកឧត្តមបណ្ឌិតសុភាចាគាត់បានចាប៉ុណ្ណឹងហើយប្រសិនបើយើងកាន់លិខិតហ្នឹងទៅហើយនៅមានការជំទាស់ទៀតខ្ញុំដូចជាមិនដឹងថាធ្វើមិនដែរហ្នឹងណាហើយជាការពិតនិយាយនេះថាមនុស្សទាំងអស់វាដូចថានិយាយខ្លះថាវាមិនសមតែទទួលបានការយើងជួយមែនហ្នឹងហើយប្រសិនបើរឿងនឹងកើតឡើងណាខ្ញុំឆ្លើយសំណួរប៉ុណ្ណឹងបាទសូមអរគុណ សូមអរគុណលោកគ្រូទទួលបាន អរគុណច្រើនណាស់ បាទអរគុណច្រើនលោកគ្រូបាទបងប្អូននិស្សិតមានអ្វីសួរសំណួរបន្ថែមទៀតបាទសូមអញ្ជើញបាទខ្ញុំសូមម្ដងទៀតបងប្អូនជានិស្សិតគ្រូនិស្សិតមានសំណួរអ្វីចោទមកខាងលោកគ្រូបន្ថែមទៀតបាទសូមអញ្ជើញ ជំរាបសួរលោកគ្រូ បាទសូមអញ្ជើញ ខ្ញុំបានគ្រូសាស្ត្រមកពីខេត្តកំពង់ចាមសូមគ្រូសួរសំណួរមកពាក់ព័ន្ធជាមួយនឹងការបរិញ្ញានៅពេលដែលយើងធ្វើតេស្តសិស្សហ្នឹងឧបមាថានៅពេលសាលាហ្នឹងគាត់អត់មានអ៊ីនធឺណិតគ្រប់គ្រាន់ទេអញ្ចឹងតើថាយើងអាចនាំគាត់ទៅតេស្តក្រៅបរិវេណសាលាហ្នឹងបានអត់គ្រូ សូមអធិស្ឋានសូមសំណួរដល់ទៀតលោកគ្រូសូមអធិស្ឋាន បាទគ្រូបានឧទាហរណ៍ថាយើងទៅតេស្តសិស្សប្រើកម្មវិធី PLP នឹងប៉ុន្តែនៅក្នុងសាលាវាអត់មានអ៊ីនធឺណិតទេអញ្ចឹងសួរថាយើងអាចនាំសិស្សទៅតេស្តហ្នឹងក្រៅសាលាបានអត់គ្រូ ទៅដល់សាលាក្នុងសាលាអត់មានអ៊ីនធឺណិតនៅក្រៅសាលាមានអ៊ីនធឺណិតចាអញ្ចឹងណាអាហ្នឹងអត់ការអនុវត្តគឺនៅពេលដែលគោលដៅយើងរួមថាយើងចង់ជួយគេហើយខ្ញុំគិតថាប្រហែលជាមិនជាបញ្ហាទេប៉ុន្តែក្រៅសាលាហ្នឹងចង់និយាយថាក្រៅថ្នាក់ដល់ក្រៅសាលាចេញក្រៅរបងហ្មងមានអ៊ីនធឺណិតដូចជារឿងហ្នឹងខ្ញុំគិតថាប្រហែលជាបង្កើតឡើងអញ្ចឹងទេវាអាចករណីថាយើង បរិវេណសាលាគ្រូដោយសារ មាន នៅ ហើយ សាលាខ្ញុំទៅហ្នឹងខ្ញុំសួរគាត់ដូចជាអត់មានសេវាទេ បើ អញ្ចឹងយើងអាចថានាំគាត់ទៅតំបន់ណាដែលមានសេវាក្រៅពីសាលារៀនហ្នឹងបានអត់គ្រូ អាហ្នឹងខ្ញុំគិតថាដូចជាមិនគួរធ្វើទេពីព្រោះថាវាអាចមានហានិភ័យអីផ្សេងអញ្ចឹងណាយើងនាំសិស្សក្រៅសាលាព្រោះធម្មតាសាលាដែលដល់មកគេចាក់សោតែចាក់សោយើងមិនអាចចេញបានខ្ញុំគិតអញ្ចឹងណាហើយប្រសិនបើមានករណីនឹងកើតឡើងមែនរកវិធីដោះស្រាយមើលតើ
ឥឡូវทั้งcho bà nó là miền tây cô đây miền đó đó tây tây ta sao mà nè có ba này là cụ xây trên bộ vót đấy đôi cụ một lời giáng tha dân được xây trên history á xây trên bộ vót bao giờ không dạ pe 10 sắp đây dân ban thuê tia tháng là cụ chỗ đo là chạp ta là miền tây đấy chẳng trong một số bài ấy chẳng trong tổ tây sao ta mà pi bay nè nó đó tây con máu hay trong chui ta mà nè pi nè nó có ba này nó có chia chủng rất này dân ta cứ chẳng ai pe mà bay buôn là tết nó cứ đồng bay chui cái sọt sàn mỏng chẳng tụ bay dân prao một số bài na cả đó giờ trong cái tha tamสถานភាពជាក់ស្ដែងក្នុងករណីគូមីងអូនមីងខ្ញុំអាចលើកបានអញ្ចឹងណាហើយបើថានាំសិស្សចេញម្ដងម្នាក់ចេញក្រៅសាលាហើយហ្នឹងខ្ញុំគិតថាគេមិនអោយធ្វើទេហើយបើសិនជាអោយបើសាលាគេមានសន្តិសុខមានអីអោយនៅចេញមួយគេនេះខ្ញុំគិតថាហ្នឹងជារឿងជាដំណោះស្រាយមួយដែរប៉ុន្តែបើថាទៅយកសិស្សម្នាក់ចេញក្រៅដល់របងសាលាមកធ្វើតែខ្ញុំគិតថាគេមិនអោយធ្វើទេហើយបើខ្ញុំជាគ្រូក៏ខ្ញុំមិនធ្វើអញ្ចឹងដែរពីព្រោះទោះបីយើងស្មោះត្រង់យ៉ាងណាក៏ដោយអាហ្នឹងគេនៅតែមានអារម្មណ៍ថាគេលួចមើលលួចអីយើងអញ្ចឹងណាអញ្ចឹងសុខចិត្តទៅដល់ផ្ទះសាមទៅបើសិនជាករណីនឹងកើតឡើងបាទសូមអរគុណ បាទអរគុណច្រើនគ្រូបាទសូមឃើញខ្ញុំឃើញលោកគ្រូមួយលើកដៃបន្តទៀតបាទសុផាតលោកគ្រូសូមអញ្ជើញលោកគ្រូមានប្រសាសន៍ គ្រូជំរាបសួរលោកគ្រូ បាទសូម លោក អញ្ គ្រូ ជើញ ខ្ញុំសូមមានសំណួរចោលសួរទៅខាងលោកគ្រូទៅលើពីរចំណុចចំណុចទី1គឺនិយាយតទៅនឹងរបៀបនៃជួយសិស្សអញ្ចឹងតាមភាសាដែលលោកគ្រូបានលើកឡើងថាយើងត្រូវដកសិស្សនៅក្នុងម៉ោងសិក្សារបស់គាត់ហ្នឹងនៅក្នុងម្នាក់មួយម៉ោងយកទៅបង្ហាត់បង្រៀនរបស់គាត់ទៅបំពន់ទៅលើផ្នែកដែលគាត់ខ្វះខាតអញ្ចឹងបើសិននៅក្នុងករណីនៅក្នុងសាលារបស់ខ្ញុំសិស្សក្នុងការធ្វើតេស្តនេះវាធ្លាក់ច្រើនអញ្ចឹងក្នុងរយៈពេលដែលខ្ញុំបំពន់សិស្សហ្នឹងគឺមានរយៈពេលតែមួយខែអញ្ចឹងក្នុងពេលវេលាវាខ្លីពេកអញ្ចឹងខ្ញុំបំពន់សិស្សអត់ទាន់នេះហើយតកតងទៅនឹងចំណុចមួយទៀតគឺការចោះជួយសិស្សទៅដល់ផ្ទះបើសិនជានៅក្នុងករណីមួយដែលខាងអាណាព្យាបាលឬក៏ឪពុកម្ដាយរបស់គាត់ហ្នឹងអត់របៀបថាគាត់អត់ចូលរួមជាមួយពួកខ្ញុំដោយសារពួកខ្ញុំចាក់ស្ដែងពួកខ្ញុំមិនមែនជាគ្រូបរៀនពេញសិតទេខ្ញុំគ្រាន់តែជាគ្រូកសិដែលចោះទៅស្ម័គ្រចិត្តអញ្ចឹងខ្ញុំចង់សួរលោកគ្រូថាតើខ្ញុំគួរតែមានវិធីសាស្ត្រឬក៏ដំណោះស្រាយបែបណាដើម្បីឲ្យធ្វើការមួយហ្នឹងឲ្យដំណើរការកាន់តែល្អប្រសើរអរគុណលោកគ្រូ សំណួរទី1រយៈពេលខ្លីបែបនេះយើងមិនសង្ឃឹមថាបងប្អូនអាចទៅជួយសិស្សបានច្រើនបានអស់បានអីទេអញ្ចឹងមើលស្ថានភាពជាក់ស្ដែងមើលថាតើយើងអាចជួយបានប្រមាណអ្នកម្នាក់ក៏បានពីរនាក់ក៏បាន3នាក់ក៏បានគ្មានលក្ខណៈវិនិច្ឆ័យថាបងប្អូនធ្វើបានជោគជ័យបងប្អូនធ្វើមិនបានជោគជ័យទេព្រោះវគ្គនេះយើងទៅធ្វើ3អាទិត្យមែនណាបើគិតទៅត្រូវបាន2 3 credit ទេណោះប៉ុន្តែការពិតគឺបងប្អូនមិនបានទេសូម្បីតែ1 credit ក៏គ្មានពីណាឲ្យដែរអញ្ចឹងមានថានេះគឺជាបទពិសោធន៍សុទ្ធសាធប្រសិនបើបងប្អូនធ្វើការងារនេះសន្សំបទពិសោធន៍បានជោគជ័យចឹងវាคล้ายទៅជាផលជះដែលទូលំទូលាយសម្រាប់ការធ្វើកំណែតម្រង់គ្រូបង្រៀនទៅថ្ងៃក្រោយចឹងទោះបងប្អូនជួយបានប្រមាណនេះក៏អត់បញ្ហាដែរអញ្ចឹងនៅពេលដែលបងប្អូនធ្វើតេស្តទៀតឃើញសិស្សមានប្រហែលជា20នាក់ដែលត្រូវការឲ្យបងប្អូនជួយបងប្អូនអាចធ្វើការជួយអាចធ្វើផែនការសម្រាប់ជួយតែ3 4នាក់ក៏បានតែ4 5នាក់ក៏បានឧទាហរណ៍ថាម៉េចទី1គឺតាក់ទងគ្រូថាឲ្យជួយឬក៏គ្រូថាឲ្យជួយទី2តាក់ទងទៅអាណាព្យាបាលសាស្ត្រតើក្នុងចំណោមសិស្ស20នាក់នោះគេឲ្យជួយប្រមាណអ្នកអាណាព្យាបាលដែលសហការមានប្រមាណអ្នកហើយបងប្អូនអាចជួយបានប្រមាណអ្នកតែខ្ញុំភ័យទៅវិញគឺថា20នាក់សូមជួយទាំង20តែម្ដងទៅអញ្ចឹងបើក្នុងករណីបែបនេះបងអូនត្រូវជួយដោយរបៀបណាជាការពិសោធន៍គ្រូកុសលខ្ញុំឲ្យជាកន្លឹះណាបងអូនអាចជួយ20នាក់ហ្នឹងតាមរយៈការបែងចែកជាក្រុម2 3ក្រុមទៅមួយក្រុម4 5នាក់មួយក្រុម4 5នាក់ទៅចឹងមួយម៉ោងទី1គឺ4 5នាក់មួយម៉ោងក្រោយ4 5នាក់មួយម៉ោងក្រោយ4 5នាក់ប៉ុន្តែបងប្អូនក៏គួរតែយកមួយនាក់ម្នាក់យ៉ាងហោចណាស់បានម្នាក់ដើម្បីបង្រៀនគាត់របៀបថាtutoring ថាជារបៀបជួលដូចបរៀនគួរចឹងហើយមួយទៀតគឺជួយតាមរយៈការផ្ដល់សញ្ញាកិច្ចការឲ្យគាត់ធ្វើឬជាតំណ link ព្រោះគាត់ថាខ្ញុំគិតថាលោកគ្រូអ្នកគ្រូដែលគាត់កំពុងបរៀនទី1គាត់ស្គាល់ថ្នាលបឋមច្បាស់ទី2គាត់អាចមានបច្ចេកទេស limited កម្រិតមានកម្រិតគាត់អាចប្រើបានអញ្ចឹងបងប្អូនទៅធ្វើតេស្តសិស្សហើយបងប្អូនដឹងថាសិស្សមួយណាគួរតែធ្វើកិច្ចការមួយណាអញ្ចឹងបងប្អូនផ្ដល់តំណ link ឲ្យចំតែម្ដងផ្ដល់ទៅអាណាព្យាបាលប្រសិនបើបងប្អូនគិតថានៅក្នុងអាណាព្យាបាលទាំងអស់បងប្អូនផ្ដល់តំណ link ឲ្យគាត់10 ដងក្នុងរយៈពេល 3 4 សប្តាហ៍នេះហើយពួកគាត់បានធ្វើអាហ្នឹងទិន្នន័យនឹងមានរក្សាទុកពួកគាត់មិនបានធ្វើ
ទិន្នន័យតំណដែលបងបានផ្ដល់ទៅក៏ទិន្នន័យមានរក្សាទុកហើយជាពិសេសគឺបងប្អូនផ្ដល់សញ្ញាកិច្ចការឲ្យគាត់ធ្វើ print សញ្ញាកិច្ចការឲ្យគាត់ធ្វើហើយបើគាត់បានធ្វើបងប្អូនប្រមូលមកវិញបងប្អូនដាក់ពិន្ទុចូលមកថាតើគាត់បានធ្វើប្រមាណត្រូវប្រមាណខុសប្រមាណអានឹងយើងអាចធ្វើបានដែរអញ្ចឹងមានថានៅពេលដែលយើងប្រើពេលវេលារបស់យើងមួយថ្ងៃ5 6ម៉ោង7 8ម៉ោងនៅសាលាដើម្បីធ្វើការងារជួយគេហើយខ្ញុំគិតថាពេលណាក៏បងប្អូនមានអីត្រូវសរសេរដែរកត់ត្រាគ្រប់ម៉ោងទាំងអស់ម៉ោងនេះខ្ញុំបានធ្វើនេះម៉ោងនេះខ្ញុំបានធ្វើនេះម៉ោងនេះខ្ញុំបានតាក់ទងទៅកូនសិស្ស3 4នាក់ឲ្យមករៀននៅពេលរសៀលទាំងអស់គ្នាសុទ្ធតែឯកភាពថាមករៀននៅពេលរសៀលប៉ុន្តែដល់ពេលរសៀលខ្ញុំទៅអង្គុយនៅទីនោះមួយថ្ងៃរសៀលសូម្បីតែសិស្សម្នាក់ក៏មិនបានមករៀនដែរហើយខ្ញុំបានទេទៅគាត់គ្រប់គ្នាប៉ុន្តែពួកគាត់មិនបានមករៀនទេអញ្ចឹងពេលដែលយើងត្រូវទៅជួយគឺយើងទៅជួយបែបហ្នឹងប្រសិនបើយើងថ្ងៃទី1យើងអត់មានថ្ងៃទី2យើងលែងទៅហើយអញ្ចឹងមានថាការជួយរបស់យើងក៏វាអត់មានដូចថាវាមិនអស់សេចក្តីវាមិនបានចប់គ្រប់យើងសន្និដ្ឋានយកខ្លួនឯងអញ្ចឹងសរុបមកវិញថាចំណាយពេលឲ្យពេញនៅទីនោះ5ម៉ោងក្តី6ម៉ោងក្តី7ម៉ោងក្តី8ម៉ោងក្តីនៅសាលាដើម្បីជួយពួកគាត់ហើយបើមិនមានអ្នកមកឲ្យបងអូនជួយអានឹងចាត់ទុកថាជាអភ័ព្វរបស់សាលានឹងទៅចោះយើងបានប្រឹងប្រែងអស់ហើយប៉ុន្តែការប្រឹងប្រែងរបស់យើងมันបានជាប្រយោជន៍ទៅពួកគាត់ពីព្រោះថាផលយើងអត់សង្ឃឹមតាំងពីដើមមកហ្នឹងយើងទៅធ្វើហ្នឹងយើងមិនសង្ឃឹមថាបានផលមកខ្លួនឯងផងហ្នឹងលើកឡើងតែបងប្អូនមួយទៅថៃទៅរកកែលោកបានអីណាប៉ុន្តែខ្ញុំគិតថាយើងគិតចឹងដែរយើងគិតថាយើងចង់នេះទៅបានជាប្រយោជន៍ដល់ពួកគាត់ហើយប្រសិនបើមិនបានទេអាហ្នឹងវាជាអភ័ព្វរបស់ពួកគាត់តែយើងអ្នកជួយមានអីត្រូវកាត់បោះបាទអរគុណច្រើនលោកគ្រូបាទបាទជាបន្តទៀតបងប្អូនមានជាសំណួរអ្វីបើមិនមានទេបាទមានបាទសូមអញ្ជើញនីតាបាទសូមអញ្ជើញបាទជម្រាបសួរលោកគ្រូខ្ញុំបានមកពីសាលាគរុកសាស្ត្រនិងវិទ្យាការខេត្តបច្ចេកខ្ញុំមានសំណួរមួយចំនួនតាក់ទងជាមួយនឹងការចុះទៅរយៈពេល4សប្តាហ៍ហ្នឹងទី1នៅគ្រូបន្ទប់ថ្នាក់របស់ខ្ញុំហ្នឹងដែលត្រូវពតខ្ញុំត្រូវចុះទៅហ្នឹងគាត់អត់មានគាត់ខ្វះសិស្សមួយចំនួនហ្នឹងគាត់អត់បានបញ្ចូលនៅក្នុងថ្នាក់ PLP ហើយសំណួរបន្តទៀតតាក់ទងជាមួយនឹងការចុះទៅបរៀនជួយដល់សិស្សដែលគាត់ខ្សោយហ្នឹងតើពួកខ្ញុំគួរតែរៀបចំកិច្ចតែងការក្នុងការបរៀនដែរទេហើយនឹងសំណួរចុងក្រោយចំពោះការចុះបំពេញបេសកកម្មទាំង4សប្តាហ៍ហ្នឹងតើមានសិលកិច្ចការដែលត្រូវតម្រូវឲ្យពួកខ្ញុំត្រូវបំពេញអត់គ្រូអរគុណច្រើនឈ្មោះសិស្សអត់មានយើងនឹងបន្ថែមជូនយើងបញ្ជូនឈ្មោះមកសិស្សជូនពេញហើយបានសិស្សហើយឈ្មោះខ្លួនឯងបានសិស្សគ្រូលោកគ្រូរៀននៅក្នុងគណនីហ្នឹងពេលលោកគ្រូចូលទៅលោកគ្រូអាចបន្ថែមឈ្មោះសិស្សបានចាំបន្តិចទៀតក្រុមការងារតម្លាក់វីដេអូទៅថាតើត្រូវបន្ថែមឈ្មោះដល់របៀបណាទី2លោកគ្រូបាទលោកគ្រូមិនហៅខ្ញុំមិនហៅកិច្ចតែងការអី3កាឡោន5ជំហានទេលោកគ្រូអាចរៀបកិច្ចតែងការខ្ញុំយើងកុំហៅពាក្យកិច្ចតែលោកគ្រូរៀបចំផែនការជួយសិស្សមានន័យថាលោកគ្រូសេឈ្មោះសិស្ស5នាក់មកសិស្សឈ្មោះកខគខងសិស្សកខនៅពេលព្រឹកម៉ោង7ដល់ម៉ោង8ខ្ញុំជួយដោយវិធីនេះហើយប្រើសញ្ញាកិច្ចការមួយនេះប្រើតំណលីងមួយនេះតំណលីងមួយនេះគឺសំដៅលើតំណលីងដែលប្រើស្អស្អាប្រើអានស្រាក់ចេញជាអ្នកអានឡើងអាហ្នឹងគឺយើងប្រើអញ្ចឹងហើយម៉ោង7 8ជួយសិស្សនេះម៉ោង8 9ជួយសិស្សនោះលោកគ្រូរៀបជាផែនការជួយអញ្ចឹងក្នុងរយៈពេល3 4សប្តាហ៍ហ្នឹងលោកគ្រូមិនធ្វើកិច្ចតែងការ3ជំហាន5កាឡោន5កាឡោន3ជំហានទេគឺលោកគ្រូរៀបផែនការជួយសិស្សម្នាក់ទី1គឺស្គាល់ឈ្មោះសិស្សទី2ដឹងថាជួយដោយរបៀបណាហើយទី3ប្រើសម្ភារៈអីដើម្បីជួយហើយសម្ភារៈដូចខ្ញុំនិយាយអញ្ចឹងមាន2ប្រភេទគឺជាសម្ភារៈបែប digital ក្នុងថ្នាល PLP ហើយនិងសម្ភារៈបែបបោះពុម្ពក៏នៅក្នុងថ្នាល PLP ដែរប៉ុន្តែលោកគ្រូត្រូវចុចហើយ print ចុច download ហើយ print យកចែកឲ្យសិស្សធ្វើក្រុមការងារបានរៀបចំឯកសារចំនួនច្រើនហើយប៉ុន្តែបើលោកគ្រូអ្នកគ្រូគិតថាមិនទាន់គ្រប់គ្រាន់ទេហើយមានរបស់ដែលត្រូវចែករំលែកសូមផ្ញើមកឲ្យក្រុមការងារដើម្បីពួកយើងរៀបចំដាក់ក្នុងថ្នាលបឋមជាទម្រង់ digital ផងជាទម្រង់សម្រាប់ print ផងបាទអរគុណបាទអរគុណច្រើនបាទឃើញលោកគ្រូ2នាក់ទៀតបាទសូមអញ្ជើញលោកគ្រូនីតាឃើញលោកគ្រូឬក៏អ្នកគ្រូឯងបាទសូមអញ្ជើញ ជំរាបសួរលោកគ្រូ
មកពីខាងសាលាគរុកោសល្យនិងវិទ្យារដ្ឋការខេត្តបន្ទាយមានជ័យខ្ញុំមានសំណួរចង់សួរលោកគ្រូពេលតាក់ទងនឹងការប្រើ QR ទៅ scan គណនីសិស្សហ្នឹងតើបើយើងអត់ scan ចូលទូរស័ព្ទគ្រូខ្លួនឯងបានអត់អាចថាសិស្សគាត់មានគណនីហើយអាណាព្យាបាលគាត់ក៏មានទូរស័ព្ទប្រើដែរអញ្ចឹងយើងអាចយកទូរស័ព្ទរបស់គាត់ហ្នឹងមកធ្វើការតេស្តហើយនឹងបង្រៀនគាត់តាមម៉ោងសិក្សាបានអត់ដោយសារទូរស័ព្ទគ្រូពេលប្រើយូរទៅអាចនឹងថ្មអត់កាន់ហើយក៏អាចថាប្រើពេញមួយថ្ងៃហ្នឹងអត់បានដែរលោកគ្រូអរគុណ Lại bên đó. Bác chủ nhiệm nghiên cứu cũ aiจะปราบได้อุปกรณ์ก็ตัวซับบอลนะที่บ้านส่วนใหญ่คือแต่ละการศึกษาเนี่ยถูกมีปัญหาเช่นทั้งเอาไปโจมไปแบบไหนคือยังไงปีเดียวกันเป็นหลายปีแบบไหนสักนำมาบ้านเลยได้เบอร์คุยthời đầuปีnhà này cứ bỏ các bỏ sân hai năm đầu tiên từng mấy bữa cùng thời tạm mang ra vật ra bảo quản từ tràm đấy thì mà Nó luật. បាទអរគុណច្រើនបាទខ្ញុំសូមបន្ថែមពីលើគ្រូពិសិដ្ឋផងដែរមានន័យថាបងអូនបាទគូគិតមើលថាក្នុងរយៈពេលមួយថ្ងៃហ្នឹងបងអូនគួរប្រើប្រាស់ជាមួយគាត់ប៉ុណ្ណាហើយត្រូវការសាកថ្មប៉ុណ្ណាអាហ្នឹងគឺជារឿងភាពបត់បែនរបស់បងអូនគិតថាតើពេលបងអូនចុះទៅឃើញមានបញ្ហាអញ្ចឹងតើបងអូនគួរដោះស្រាយបែបណាបាទអញ្ចឹងខាងក្រុមការងារនៅតែលើកទឹកចិត្តដល់បងប្អូនពេលបងអូនចុះទៅអនុវត្តជាក់ស្ដែងចង់ឲ្យបងអូនរៀនដោះស្រាយបញ្ហាដែលបានកើតឡើងចំពោះមុខបងប្អូនតែម្ដងបាទក្រៅពីហ្នឹងក្រុមការងារចង់ឲ្យបងអូនចេះរៀនបែងចែកធ្វើកិច្ចការហ្នឹងបន្ថែមផងដែរបាទអញ្ចឹងសូមបងអូនព្យាយាមរៀនគិតហើយនឹងព្យាយាមសហការជាមួយនឹងលោកគ្រូអ្នកគ្រូតាមសាលាគោលដៅរបស់បងអូនផងដែរបាទដោយសារតែខ្ញុំឃើញមានការលើដៃច្រើនសូមអញ្ជើញយកលុតជួយយក4សំណួរចុងក្រោយតែម្ដងណា4នាក់គឺយកទាំងអស់ហើយគឺចប់ការសួរសំណួរត្រឹម4នាក់ចុងក្រោយនេះបាទសូមអរគុណ បាទអរគុណច្រើន ចាជំរាបសួរលោកគ្រូជាគ្រូសាស្ត្រទៅពីខេត្តកំពង់ចាមទៅលោកគ្រូខ្ញុំចង់សួរថាការចប់បរិញ្ញាបត្រនេះនៅក្នុងមួយថ្ងៃវាមានរយៈពេល8ម៉ោងអញ្ចឹងការបរិញ្ញាបត្រអនុបឋមវាមានច័ន្ទដល់សៅរ៍ប៉ុន្តែដល់ឡែកខ្ញុំគិតថាគ្រូសិស្សគាត់មានការជាប់សិក្សាខ្លួនឯងខ្លះដែរអញ្ចឹងលោកគ្រូអញ្ចឹងតើអាចសុំថាក្នុងមួយអាទិត្យអីចោះ3ថ្ងៃឬក៏4ថ្ងៃបានអត់លោកគ្រូហើយសំណួរមួយទៀតខ្ញុំចង់សួរថានៅក្នុង schedule ហ្នឹងគឺរាល់ថ្ងៃពហុមានការប្រជុំអញ្ចឹងតើពួកខ្ញុំជាគ្រូសិស្សហ្នឹងតើមានការចូលរួមប្រជុំមួយលោកគ្រូអត់លោកគ្រូអរគុណលោកគ្រូ បាទសុំសំណួរបន្តទៀតខ្ញុំទាំងអស់គ្នាហ្មងបាទ បាទលោកគ្រូខ្ញុំមានសំណួរមួយទៀតតាក់ទងជាមួយនឹងការចុះបំពេញបេសកកម្មមួយហ្នឹងតើក្នុងការបំពេញបេសកកម្មមួយហ្នឹងពួកខ្ញុំនឹងត្រូវមានសិលឹកកិច្ចការដើម្បីបំពេញអ្វីដែរឬអត់លោកគ្រូអរគុណច្រើនលោកគ្រូបាទអរគុណមួយទៀត ជំរាបសួរលោកគ្រូខ្ញុំចង់មានសំណួរមួយសួរថានៅពេលដែលយើងកំណត់អត្តសញ្ញាណថាអស់សិស្សដែលយើងត្រូវធ្វើការបំពន់បានច្បាស់លាស់ហើយហ្នឹងយើងត្រូវយកសិស្សដែលសល់នោះទៅធ្វើតេស្តគ្រប់មេរៀនឬតធ្វើតេស្តតែមេរៀនណាដែលគាត់បានបន្ទុកតិចដោយផ្អែកទៅលើការធ្វើតេស្តរបស់គាត់បាទលោកគ្រូ បាទមួយទៀតចុះច្រើនទៅ
ចុងក្រោយទី 4 ជំរាបសួរលោកគ្រូខ្ញុំមកពីសាលាវិក្រិតការនិងគ្រូកោសល្យខេត្តកំពង់ចាមខ្ញុំមានចំនួនចង់សួរទៅកាន់លោកគ្រូថាបើសិនជាមានសិស្ស5នាក់ដែលយើងអាចប្រព័ន្ធនៅកម្រិតលក្ខណៈថាគាត់យើងត្រូវប្រព័ន្ធស្រាក់ដល់ពេលយើងប្រព័ន្ធស្រាក់លោកគ្រូបាននិយាយឲ្យថាបន្ទាប់ពីយើងបានប្រព័ន្ធរយៈពេល1ថ្ងៃដែលយើងបង្រៀន1ថ្ងៃមួយមេរៀនហើយស្រាប់តែពេលយើងតេស្តទៅមានតែសិស្ស3នាក់ទេដែលគាត់អាចលក្ខណៈថាឆ្លងផុតដោយទទួលបាន80ទៅ85%ដែលគាត់អាចទៅរៀនជន់ជំនះបានបន្ទាប់មកនៅសល់2នាក់ទៀតដែលគាត់ត្រូវនៅរៀនស្រាក់ម្ដងទៀតដើម្បីតេស្តឲ្យបានលើសទៅដល់80ទៅ85%អញ្ចឹងតើក្នុងន័យហ្នឹងយើងមានសិស្ស5នាក់តើយើងអាចបង្ដាក់គាត់ដូចជាថ្នាក់គួបបានណាលោកគ្រូលក្ខណៈថាយើងបរៀនសិស្ស5នាក់ហ្នឹងប៉ុន្តែ2នាក់ទៀតយើងបរៀនសុំទោសលោកគ្រូម្ដងទៀតខ្ញុំឬក៏យើងឲ្យសិស្ស3នាក់ទៀតដែលគាត់លើស80ទៅ85%ទៅរៀនស្រាក់សាមីឲ្យគាត់តេស្តឲ្យលើសពី80%ហ្នឹងចាំទៅទាំងអស់គ្នាឬក៏យើងដាក់ជាគោលការណ៍ថ្នាក់គួបមួយលោកគ្រូដោយសារមានសិស្សអត់ចេះស្រាក់និងសិស្សដែលគាត់ចេះអាចចូលកម្រិតជន់ជំនះបានលោកគ្រូឬក៏យ៉ាងម៉េចលោកគ្រូបាទអរគុណច្រើនអរគុណច្រើនសំណួរអស់ហើយសំណួរជុំនេះនេះឆ្លើយសំណួរទី1លំដាប់លំដោយណាពេលដែលយើងការងារសំខាន់2ដែលយើងត្រូវធ្វើនៅពេលដែលចុះកម្មសិក្សាពិសេសនេះទី1គឺធ្វើតេស្តសិស្សទាំងអស់នៅក្នុងសាលារៀនប្រសិនបើសិស្សមានចំនួនច្រើនមិនអាចធ្វើម្នាក់ឯងបានកិច្ចការបន្ទាន់គឺទៅបង្រៀនគ្រូឲ្យចេះធ្វើតេស្តជាមួយយើងប្រសិនបើបង្រៀនគ្រូមិនកើតតាក់ទងមកក្រុមការងារនៅសាលាគ្រូកោសល្យក៏បាននៅខាងថ្នាក់បឋមក៏បានថាជួយបង្រៀនលោកគ្រូអ្នកគ្រូ3-4 នាក់នេះឲ្យចេះធ្វើតេស្តដូចខ្ញុំដែរណាចេះធ្វើតេស្តដូចខ្ញុំដែរដើម្បីធ្វើតេស្តទាំងអស់បានទី2នៅពេលដែលធ្វើតេស្តឃើញហើយបងអូនត្រូវជួយអញ្ចឹងបងអូនរៀបជាកាលវិភាគសម្រាប់ជួយដូចខ្ញុំថាអញ្ចឹងជាគោលការណ៍ស្ម័គ្រចិត្តអញ្ចឹងបងអូនចង់ជួយ3ថ្ងៃក៏បានចង់ជួយ4ថ្ងៃក៏បានដែរធ្វើយ៉ាងម៉េចកុំអោយការជួយទៅជាសម្ពាធណាតែម៉េចកុំអោយការជួយទៅជាសម្ពាធគ្រាន់តែរាល់ការដែលបងអូនធ្វើទាំងអស់ត្រូវជូនដំណឹងទៅគណៈគ្រប់គ្រងឲ្យគាត់ដឹងថាបងអូនទៅសាលាចំនួនប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍ហើយទៅថ្ងៃណាខ្លះហើយក៏ដូចជាលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលផងដែរថាតើបងប្អូនត្រូវជួយសិស្សនៅពេលណាខ្លះជួយអ្នកណាខ្លះអញ្ចឹងគ្រូក៏ដឹងបងសិស្សក៏ដឹងអាណាព្យាបាលក៏ដឹងអញ្ចឹងប្រសិនបើមួយសប្តាហ៍បងទៅ3ថ្ងៃអូខេ4ថ្ងៃអូខេប្រជុំថ្ងៃប្រហោះគឺជាការប្រជុំដើម្បីផ្ដោះប្ដូរយោបល់គ្នាប្រសិនបើបងប្អូនគិតថាបងប្អូនធ្វើការរលូនហើយប៉ុន្តែมันមានអ្វីត្រូវជាកង្វល់ត្រូវការស្នើសុំទេហើយក៏គ្មានអ្វីត្រូវចែករំលែកដែរអាហ្នឹងបងប្អូនអាចសហការជាមួយនឹងសាលាពីព្រោះប្រហោះហ្នឹងវាមាន2ណា2ទម្រង់ទី1គឺយើងប្រជុំជាមួយនឹងសាលារបស់យើងមួយហើយនៅបន្តមកទៀតគឺយើងប្រជុំរួមមួយទៀតណាយើងប្រជុំរួមមួយទៀតតើមានបញ្ហាខ្លះដែលយើងត្រូវដោះស្រាយជាមួយគ្នាសរុបមកថាប្រសិនបើបងប្អូនមានធុរៈហើយពុំមានអ្វីត្រូវចែករំលែកហើយពុំមានអ្វីត្រូវរៀនសូត្របន្តហើយធ្វើការបានធម្មតាអញ្ចឹងបងប្អូនមិនចាំបាច់ចូលរួមប្រជុំគ្រប់ថ្ងៃប្រហោះនោះទេចំណែកឯសញ្ញាកិច្ចការដែលបងប្អូនត្រូវបំពេញខ្ញុំឆ្លើយថាគ្មានទេប៉ុន្តែមានសញ្ញាដែលបងប្អូនត្រូវសរសេរជាកំណត់ហេតុជារៀងរាល់ថ្ងៃណាកត់ត្រាមើលតើថ្ងៃហ្នឹងបងប្អូនធ្វើអីខ្លះធ្វើបានប្រមាណបានលទ្ធផលម៉េចហើយពេលបងប្អូនកត់ត្រាបងប្អូនកត់ត្រាជាទម្រង់2ទម្រង់ទី1គឺកត់ត្រានៅអ្វីដែលវាកើតឡើងដោយប្រើតែខួរក្បាលទេប្រើតែខួរក្បាលទេខួរក្បាលមានថាវាភ្ជាប់ទៅនឹងផ្នែកឃើញតិចស្ដាប់ឮលក្ខណៈហើយសរសេរបញ្ចូលកត់ត្រាទី2គឺជាកត់ត្រាជាផ្លូវចិត្តតើបើឮអញ្ចឹងបើឃើញអញ្ចឹងអារម្មណ៍មិនដែរអារម្មណ៍របស់យើងមិនដែរអាហ្នឹងអាចកត់ជាពណ៌ក្រហមនៅចុងទំព័រទី1គឺយើងសរសេរជាអ្វីដែលបានកើតឡើងទី2យើងបង្ហាញនៅអារម្មណ៍របស់យើងមើលថាតើយើងយល់ឃើញថាម៉េចអារម្មណ៍របស់យើងវាសប្បាយចិត្តវាមិនសប្បាយចិត្តវារំភើបវាត្រេកអរវាកំសត់លក្ខណៈអស់ហ្នឹងថ្ងៃក្រោយទៅប្រសិនបើមួយថ្ងៃយើងសរសេរបាន1ទំព័រ20ថ្ងៃយើងសរសេរបាន20ទំព័រទាំងអស់ហ្នឹងគឺបងប្អូនអាចប្រែក្លាយឲ្យទៅជាឯកសារស្រាវជ្រាវសម្រាប់បោះពុម្ពបានហើយនៅកន្លែងណាមួយខ្ញុំគិតថានៅស្រុកកម្ពុជាគឺអាចបានហើយប្រសិនបើយើងធ្វើការស្មោះត្រង់ស្ម័គ្រចិត្តប្រកបអាចមែនតើរយៈពេល20ថ្ងៃនេះយើងកត់ត្រាទិន្នន័យមួយថ្ងៃ1ទំព័រ20ទំព័រនោះគឺជាទិន្នន័យដែលអាចឲ្យយើងសរសេរជារបាយការណ៍បានណាបើថាម្នាក់ឯងមិនបានក៏អាចថាក្រុមចូលគ្នា2-3នាក់ឯងអាចបានមួយដែរ
ចឹងសន្លឹកកិច្ចការដែលត្រូវបំពេញថាថ្ងៃនេះធ្វើអីថ្ងៃនេះធ្វើអីដើម្បីដាក់ជូននេះគឺគ្មានទេប៉ុន្តែរាល់ការងារដែលបងប្អូនបានធ្វើជាមួយនឹងសិស្សប្រព័ន្ធវាបានកត់ត្រាអស់ហើយដល់ពេលបងប្អូនសរសេរគឺសរសេរជាកំណត់ហេតុប្រចាំថ្ងៃខ្លួនឯងវិញណាខ្លួនឯងវិញអឺពេលដែលយើងកំណត់អត្តសញ្ញាណសិស្សបានហើយតើគួររៀនថ្នាក់ភូមិឬក៏ថ្នាក់ដាច់យើងថាកម្មវិធីបង្រៀនសម្របតាមសមត្ថភាពរបស់សិស្សចឹងបើសិស្សនៅក្នុងកម្រិតខុសគ្នាយើងដាក់គាត់ជាមួយគ្នាមានន័យថាយើងអាចដែរណាសម្របប៉ុន្តែសម្របបែបហ្នឹងគឺលេងសម្របហើយសម្របបែបនេះនៅក្នុងយើងចង់បានថាបើគាត់រៀនស្រាក់គឺពួកគាត់រៀនស្រាក់ហើយបើយើងដាក់ពីរក្រុមថាមួយថ្នាក់ពីរក្រុមthêmមួយក្រុមមាន45នាទីហើយយើងដាក់ថាមានអ្នករៀនស្រាក់2នាក់ហើយអ្នករៀនជួយអ្នក3នាក់มันធ្វើអញ្ចឹងទេរៀនស្រាក់20នាទីរៀនភ្ជញ្ជនៈ25នាទីតែម្ដងឬក៏ថាពីរក្រុមហ្នឹងដាក់ឲ្យដាច់គ្នាហ្មងថាក្រុមនេះគឺធ្វើលើកិច្ចការសន្លឹកកិច្ចការក្រុមនេះធ្វើលើdigital អញ្ចឹងឲ្យដាច់គ្នាហ្មងកុំដាក់ចូលគ្នាអញ្ចឹងហើយយើងបង្រៀនអញ្ចឹងមិនថាហ្នឹងដូចតែយើងធ្វើរាល់ថ្ងៃអញ្ចឹងយើងថាយើងបង្រៀនអញ្ចឹងប៉ុន្តែយើងថាយើងបង្រៀនតាមកម្រិតសមត្ថភាពហើយប៉ុន្តែនៅជាមួយគ្នាហ្នឹងពិបាកណាស់អញ្ចឹងនៅពេលនេះចំនួនសិស្សមានតិចគឺយើងបែងចែកជាក្រុមតែម្ដងបើថាពួកគាត់រៀនស្រាក់គឺស្រាក់ជាមួយគ្នាបើគាត់ជួយអ្នកមួយគ្នាជាជាង45នាទីបង្រៀនទាំង5នាក់គឺយើងបែងចែក20នាទីសម្រាប់អ្នករៀនស្រាក់ហើយនិង35នាទីសម្រាប់អ្នករៀនជួយជាអ្នកនេះណាដល់ពេលយើងធ្វើតេស្តសិស្សពេលគាត់បានឡើងថ្នាក់បានអីហើយហ្នឹងហើយយើងចង់ឲ្យគាត់បានចេះបើគាត់ចេះហើយគាត់ឡើងថ្នាក់អានេះយើងថានៅរៀនជួយជាអ្នកណាមេរៀនទី1បើគាត់ចេះហើយគាត់ឡើងថ្នាក់ទីមេរៀនទី2ទៅបើគាត់អត់ចេះឡើងថ្នាក់ទី3ទៅលាក់ណាចឹងខ្ញុំគិតថាពេលដែលយើងទៅដល់ធ្វើនោះគឺនឹងមានជំរឿនផ្សេងហើយគេនឹងជួបប្រជុំភាសាមើលតើយើងធ្វើដោយរបៀបណាខ្ញុំឃើញលើកដៃ2នាទីដែរប៉ុន្តែដោយសារខ្ញុំថាចង់បញ្ចប់ហើយខ្ញុំចង់នៅសល់ពេលប្រហែល5-10នាទីទៀតខ្ញុំចង់និយាយនៅចំណុចទី2ដែលខ្ញុំបាននេះវិញចឹងសូមពីសំណួរដែលខាងគរុកោសលខាងណាមើលឃើញសរសេរក្នុងសារនៅក្នុងក្រុមមកដើម្បីឲ្យក្រុមការងារគាត់ឆ្លើយហើយខ្ញុំព្យាយាមបង្ហាញនៅចំណុចទី2ដែលខ្ញុំចង់និយាយវិញតើខ្ញុំចង់ធ្វើអីគេនៅចំណុចទី2នេះហ្នឹងហើយខ្ញុំបានបង្ហាញអំពីអ្វីដែលយើងត្រូវធ្វើនៅពេលវិស្វកម្ម3-4សប្តាហ៍ខាងមុខនេះប៉ុន្តែដោយសារឃើញមានការចូលរួមច្រើនពីលោកគ្រូអ្នកគ្រូពីបងប្អូនដែលជាគរុនិស្សិតហើយខ្ញុំក៏បានកត់សម្គាល់មើលនៅសំណួរដែលយើងសួរហ្នឹងខ្ញុំសំណួរដែលយើងបានសួរក្នុងរយៈពេល2ថ្ងៃនេះមេតាពោគឺពីសាលាគ្រូកោសលទាំង18នេះខ្ញុំកត់សម្គាល់នៅឃើញគេហៅថាចំណុចដែលខ្ញុំអាចចូលរួមបានហើយខ្ញុំចង់ចែករំលែកទៅបងប្អូនវិញថាតើខ្ញុំធ្វើការប្រហែលជា20ឆ្នាំជាងនេះជិត30ឆ្នាំនេះខ្ញុំសន្សំបានបទពិសោធន៍អីខ្លះហើយខ្ញុំទុកវានៅឯណាឥឡូវនេះខ្ញុំចង់យកអាហ្នឹងមកចែករំលែកទៅបងប្អូនវិញណាចែកបងប្អូនវិញពិសិដ្ឋបើកសៀខ្ញុំអ្នកសៀបានខ្ញុំសៀបានទេសិតបានខ្ញុំសៀ screen មកហើយ screen របស់ខ្ញុំនៅមុខណាចេះឃើញនៅក្នុងថ្នាលបឋមយើងហ្នឹងណាលោកគ្រូអ្នកគ្រូចុចនៅកន្លែងវិក្រិតការនេះនៅក្នុងថ្នាលបឋមពេលយើងចុចទៅកន្លែងវិក្រិតការនេះខ្ញុំមានដាក់បុកវិជ្ជាមួយយើងហៅថាវិជ្ជានុក្រម Bloom ឬក៏ Bloom Taxonomy មែនទេដែលឮទេចឹងខ្ញុំបានសរសេរសភៅនេះមួយសភៅនេះវាមិនមែនគ្រាន់តែជាអ្វីដែលយើងគួរអានទាំងអស់គ្នាទេប៉ុន្តែវាជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានចម្បាច់បញ្ចូលគ្នារវាងពី3ទី1គឺ Bloom Taxonomy ទី2ជារបៀបទ្រឹស្ដីមិនមែនជាទ្រឹស្ដីវាជាមេរៀនរបស់ព្រះអង្គរបស់ព្រះពុទ្ធខ្ញុំយល់បានតិចតួចបំផុតហើយខ្ញុំគ្រាន់តែព្យាយាមចម្បាច់បញ្ចូលគ្នារវាងទាំង2ទាំង3ហ្នឹងហើយបទពិសោធន៍ដែលខ្ញុំធ្វើការកន្លងមកខ្ញុំគិតថាប្រសិនបើយើងនិយាយថាលេខនិងអក្សរគឺជាមូលដ្ឋានគ្រឹះលេខនិងអក្សរជាមូលដ្ឋានគ្រឹះសម្រាប់បងប្អូនទៅរៀនថ្នាក់ទី2ទី3ចឹងខ្ញុំគិតថាសភៅមួយក្បាលដែលខ្ញុំសរសេរតាក់ទងនឹងវិជ្ជានុក្រម Bloom នេះវាគឺជាមូលដ្ឋានគ្រឹះសម្រាប់លោកគ្រូអ្នកគ្រូទាំងអស់ហ្នឹងមានសភៅ2ក្បាលដែលយើងគួរតែរៀនណាដែលយើងគួរតែរៀនណាសភៅមួយក្បាលគឺជាសភៅដែលខ្ញុំសរសេរហ្នឹងខ្ញុំដាក់ថាវិជ្ជានុក្រម Bloom ហ្នឹងគឺជាអ្វីដែលយើងត្រូវរៀន
និងសភៅមួយក្បាលទៀតគឺជា concept base គឺថាជាសិក្សាបញ្ញត្តិសម្រាប់ថ្នាក់វិទ្យាសាស្ត្រសំទោសថ្នាក់សិក្សាសង្គមសំដៅលើប្រវត្តិសាស្ត្រដែលសរសេរដោយលោកជំទាវខាងគៈបណ្ដុះបណ្ដាលនិងវិជ្ជាបណ្ដុះបណ្ដាលនិងអប់រំបណ្ដុះបណ្ដាលនិងវិក្រិតការណាចឹងសួរថាសភៅហ្នឹងខ្ញុំយកមកបង្ហាញចង់ផ្នែកអីខ្ញុំចង់តែពិតខ្ញុំចង់បង្រៀនមុខវិជ្ជាតាក់ទងរឿង assessment ទេខ្ញុំចង់បង្រៀនណាខ្ញុំចង់បង្រៀនមួយមុខវិជ្ជាក្នុងរយៈពេល3សប្តាហ៍ហ្នឹងចឹងខ្ញុំនឹងរៀបចំជាវគ្គសិក្សាហើយខ្ញុំនឹងអាចបង្រៀននៅពេលយប់ឬពេលរសៀលឬអីទេចាំខ្ញុំទៅជែកគ្នាមើលខ្ញុំនឹងរៀបជា course outline ខ្ញុំចង់បង្រៀនអញ្ចឹងខ្ញុំនិយាយប្រាប់យើងក្នុងមួយសប្តាហ៍ម្ដងហ្នឹងរយៈពេល3-4សប្តាហ៍ហ្នឹងប្រហែលជាមួយសប្តាហ៍2ម៉ោងមួយសប្តាហ៍1ម៉ោងកន្លះ2ម៉ោងខ្ញុំបង្ហាញអំពីខ្លឹមសារនៅក្នុងសភៅទាំងមូលតើយើងជាគ្រូបង្រៀនហ្នឹងហេតុអីក៏ខ្ញុំគិតថាមុខវិជ្ជាដែលខ្ញុំសរសេរចំណេះដឹងនៅក្នុងវិជ្ជានុក្រមព្រលឹមហ្នឹងវាជាមូលដ្ឋានគ្រឹះសម្រាប់គ្រូបង្រៀនគ្រប់រូបណាវាជាមូលដ្ឋានគ្រឹះសម្រាប់គ្រូបង្រៀនគ្រប់រូបដែលគួរតែអានថ្នាលបឋម PLP ពី PLP EdTech ថ្នាលបឋម PLP តាំងពីរបៀបរៀនស្អាតតាំងពីរបៀបរៀនស្អីហ្នឹងវាអត់ហួសពីក្នុងខ្លឹមសារហ្នឹងទេហើយខ្ញុំនិយាយបានប៉ុណ្ណឹងរយៈពេល2-3ថ្ងៃ2-3ម៉ោងនេះហើយខ្ញុំធ្វើការ4-10ឆ្នាំនេះគឺខ្ញុំបានប្រយោជន៍ពីការងារនឹងច្រើនណាស់ពីការដែលខ្ញុំចេះអាសភៅនឹងច្រើនណាស់ខ្ញុំចេះហើយសួរថាសភៅនឹងខ្ញុំសរសេរមកពីណាពេលដែលខ្ញុំមកដល់ភ្លាមខ្ញុំចាប់ដើមធ្វើការប្រហែលជា10ឆ្នាំអញ្ចឹងនៅឆ្នាំ2015-16នៅពេលហ្នឹងគេបានបង្កើតកម្មវិធីគេបានបង្កើតក្របខ័ណ្ឌកម្មវិធីសិក្សាអាហ្នឹងខ្ញុំទៅរកណាគេក្របខ័ណ្ឌកម្មវិធីសិក្សានេះសភៅហើយក្របខ័ណ្ឌនិងគោលនយោបាយនេះសភៅនេះចុះមកនេះសៀបមកទៀតហ្នឹងហើយក្របខ័ណ្ឌកម្មវិធីសិក្សាចំណេះដឹងទូទៅនិងអប់រំបច្ចេកទេសអញ្ចឹងខ្ញុំគឺជាអ្នកដែលចូលរួមសកម្មម្នាក់នៅក្នុងហ្នឹងខ្ញុំមិនដឹងថាគេដាក់ឈ្មោះទេខ្ញុំចុចមកឃើញអត់អូមានណាគណៈកម្មការហោហែមរហូតអញ្ចឹងខ្ញុំនៅក្នុងគណៈកម្មការនេះគណៈកម្មការរៀបចំក្របខ័ណ្ឌកម្មវិធីសិក្សាពេលនោះគឺខ្ញុំនៅជាគ្រូនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេឈ្មោះខ្ញុំនៅលេខ5ខ្ញុំជាអ្នកចូលរួមសកម្មនៅក្នុងការរៀបចំអាហ្នឹងគ្រាន់តែខ្ញុំចាប់ដើមធ្វើគេហៅ literature review គ្រាន់តែខ្ញុំចាប់ដើមធ្វើ literature review ខ្ញុំចាប់ដើមមានអារម្មណ៍ថាបើយើងមិនយល់អំពីទ្រឹស្ដីពាក់ព័ន្ធទៅនឹងការប្រើប្រាស់កិរិយាសព្ទនិយាយខ្លីថាប្រសិនបើយើងមិនយល់អំពីការប្រើប្រាស់នៃការប្រើប្រាស់កិរិយាសព្ទដើម្បីបែងចែកកម្រិតនៃការយល់ដឹងរបស់សិស្សទេយើងមិនអាចធ្វើអីចេញទេអញ្ចឹងនៅពេលដែលខ្ញុំចាប់ដើមសរសេរក្របខ័ណ្ឌកម្មវិធីសិក្សានេះភ្លាមខ្ញុំក៏ចាប់ដើមសរសេរសភៅនឹងភ្លាមដែរសភៅវិជ្ជានុក្រមព្រមភ្លាមដែរអញ្ចឹងខ្ញុំសរសេរសភៅនឹងចប់សពគ្រប់នៅឆ្នាំ2000ប្រហែលជា2018-2019ក្រោយមួយឆ្នាំឬ2ឆ្នាំក្រោយមកពេលដែលនេះចេញបទពិសោធន៍ដែលខ្ញុំសរសេរក្របខ័ណ្ឌកម្មវិធីសិក្សានឹងរួចគឺខ្ញុំសរសេរបានសភៅវិជ្ជានុក្រមព្រមនឹងមួយខ្ញុំបោះពុម្ពលើកទី1នៅឆ្នាំ2018ឥឡូវនេះខ្ញុំបានយកវាមកដាក់ឲ្យទៅជាទម្រង់ digital ដែលលោកគ្រូអ្នកគ្រូបានអាចរៀនបានដោយខ្លួនឯងណាអាចរៀនបានដោយខ្លួនឯងឬនៅកន្លែងរៀនបានខ្លួនឯងប៉ុន្តែរៀនខ្លួនឯងវាមិនស្រួលប្រហែលទេអញ្ចឹងហើយខ្ញុំគិតថាខ្ញុំរៀបចំវគ្គនឹងមួយដោយសារយើងមានរយៈពេល 3-4 សប្តាហ៍អញ្ចឹងចាប់ដើមពីសប្តាហ៍ក្រោយទៅខ្ញុំនឹងរៀបចំជា schedule ហើយសូមលោកគ្រូអ្នកគ្រូនៅសាលាគរុកោសល្យលោកគ្រូអ្នកគ្រូនៅសាលាគរុកោសល្យដែលមានចំណាប់អារម្មណ៍អាចជួយសម្របសម្រួលដើម្បីឲ្យលោកគ្រូអ្នកគ្រូបានរៀនវគ្គនេះថ្ងៃក្រោយទៅខ្ញុំនឹងរៀបឲ្យទៅជាវគ្គ CPD ប៉ុន្តែនៅពេលនេះគឺខ្ញុំរៀបមិនទាន់អញ្ចឹងខ្ញុំគ្រាន់តែបង្ហាញជាទ្រង់ទ្រាយទូទៅថាប្រសិនបើលោកគ្រូអ្នកគ្រូចង់អភិវឌ្ឍបំណិនរបស់សិស្សឲ្យអាចប្រសិនបើលោកគ្រូអ្នកគ្រូចង់អភិវឌ្ឍបំណិនដើម្បីទៅបង្កើតកម្រងសំណួរតេស្តហើយឲ្យសិស្សឆ្លើយសំណួរអាចឆ្លើយតបទៅនឹង CPLM បានគឺចំណេះដឹងរបស់លោកគ្រូអ្នកគ្រូ
អំពីវិជានុក្រមព្រមនេះគឺជារឿងចាំបាច់ណាជារឿងចាំបាច់ថាតើយើងត្រូវធ្វើដោយរបៀបណាបែបណាខ្ញុំនឹងចាប់ផ្ដើមបង្រៀនណែនាំចុះខ្ញុំថាបង្រៀនព្រោះបង្រៀនខ្ញុំក៏ត្រូវធ្វើការងារច្រើនអញ្ចឹងខ្ញុំប្រហែលជាមួយរយៈនេះប្រហែលជាមិនតមានពេលអញ្ចឹងខ្ញុំនឹងណែនាំលោកគ្រូអ្នកគ្រូអំពីរបៀបថាតើបើយើងចង់បង្រៀនសិស្សគ្រាន់តែបំណិនចាំហ្នឹងលោកគ្រូទៅបង្រៀនដោយរបៀបណាណាមានលំហាត់សម្រាប់អានមានសំទោសមានសភៅមានខ្លឹមសារសម្រាប់អានមានសេចក្តីណែនាំមានលំហាត់សម្រាប់ធ្វើណាមានលំហាត់សម្រាប់ធ្វើមានសម្រាប់ធ្វើនៅក្នុងភាសាខ្មែរមានលំហាត់សម្រាប់ធ្វើនៅក្នុងគណិតវិទ្យាមានលំហាត់សម្រាប់ធ្វើនៅក្នុងផ្នែកវិទ្យាសាស្ត្រអញ្ចឹងនៅក្នុងកម្រិតបឋមខ្ញុំបានបែងចែកវាអស់ចឹងហើយណាគឺថាមានលំហាត់ដែលលោកគ្រូអ្នកគ្រូត្រូវធ្វើដើម្បីអភិវឌ្ឍឬក៏ដើម្បីរៀបចំសៀវភៅឬក៏សកម្មភាពសិក្សាទាំងឡាយណាដែលទំនងជាអភិវឌ្ឍបំណិនសម្បទាឬក៏វិជ្ជាសម្បទារបស់សិស្សឲ្យពួកគាត់អាចមានលទ្ធភាពក្នុងការចូលរួមធ្វើតេស្ត CPLM បានល្អប្រសើរអញ្ចឹងខ្ញុំនឹងភ្ជាប់វិជានុក្រមព្រមនេះទៅជាមួយនឹងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សប៉ុន្តែការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សហ្នឹងខ្ញុំសង្កត់ធ្ងន់តែពិសេសតែរឿង1 2ទេគឺរឿងការបង្កើតសំណួរហើយនឹងការផ្ដល់សុពលភាពទៅលើសំណួរទាំងអស់នោះសំណួរនីមួយដែលយើងបានបង្កើតតើវាក្នុងកម្រិតណាហើយវាឆ្លើយតបហើយនឹងត្រូវផ្ដល់សុពលភាពឲ្យវាឬភាពជឿជាក់ឲ្យវាដោយរបៀបណាហើយវាឆ្លើយតបទៅនឹងក្របខ័ណ្ឌសកលណាក្របខ័ណ្ឌសកលដោយរបៀបណាហើយការឆ្លើយតបទៅក្របខ័ណ្ឌសកលនោះវានឹងចូលរួមចំណែកទៅដល់ការអភិវឌ្ឍបំណិនរបស់សិស្សនៅសតវត្សទី21ដោយរបៀបណាឬក៏ចូលរួមចំណែកដល់ការធ្វើតេស្តCPLM នៅឆ្នាំ2029ដោយរបៀបណាអញ្ចឹងដើម្បីជាការដែលថាវាថាយើងសហការគ្នាទៅវិញទៅមកអញ្ចឹងណាខ្ញុំឃើញលោកគ្រូអ្នកគ្រូមានការស្ម័គ្រចិត្តចូលរួមច្រើនអញ្ចឹងខ្ញុំគិតថានេះជាឱកាសល្អដែរប្រសិនបើខ្ញុំផ្ដល់ចំណាយពេលតិចតួចបន្ថែមដើម្បីបញ្យល់លោកគ្រូអ្នកគ្រូឲ្យយល់ពីអ្វីដែលយើងកំពុងធ្វើបានកាន់តែច្រើនឲ្យយល់អំពីទស្សនវិជ្ជា philosophy ឬក៏ជាគោលការណ៍ដែលខ្ញុំមានក្នុងនាមជាអ្នកអប់រំម្នាក់ដោយរបៀបណានេះខ្ញុំនឹងចាប់ផ្ដើមណែនាំលោកគ្រូអ្នកគ្រូឲ្យយល់អំពីវិជានុក្រមព្រំហើយបន្ទាប់មកខ្ញុំនឹងផ្សារភ្ជាប់រវាងវិជានុក្រមព្រំទៅនឹងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សហើយខ្ញុំគិតថាទាំងអស់នេះគឺជាបំណិនដែលលោកគ្រូអ្នកគ្រូត្រូវការជាចាំបាច់ប្រសិនបើលោកគ្រូអ្នកគ្រូមានបំណងចង់បង្រៀនកូនសិស្សរបស់យើងឲ្យពួកគាត់មានឱកាសអភិវឌ្ឍបញ្ញាបាធីឲ្យបានល្អប្រសើរដើម្បីលើកមុខមាត់ប្រទេសជាតិទៅថ្ងៃអនាគតហ្នឹងហើយខ្ញុំមានប៉ុណ្ណឹងហើយនៅមានលើកដៃលើកអីទៀតចង់សួរមានទេកម្មវិធីរបស់យើង2 ថ្ងៃប៉ុន្តែកម្មវិធីចុងក្រោយគឺកម្មវិធីដែលខាងសាលាត្រូវត្រៀមរៀបចំណាសាលាគរុកោសល្យនីមួយៗដែលត្រូវធ្វើលើកឡើងតែសាលាភ្នំពេញ BTech ហើយនិង PTech ដែលពួកគាត់ពុំទាន់ដែលបងប្អូនពុំទាន់ដល់ថ្ងៃឈប់សម្រាកនៅឡើយនៅខែ7នេះប្រហែលជាត្រូវរងចាំបន្តិចរហូតដល់ពេលណាយើងសម្រាកចាំយើងទៅធ្វើអាហ្នឹងក៏ជាការចាត់ចែងស្ថានភាពរៀងខ្លួនអញ្ចឹងខ្ញុំទុកពេលខ្ញុំគិតថាខ្ញុំនឹងបញ្ចប់នៅព្រឹកនេះតែម្ដងហើយពេលរសៀលទុកឱកាសឲ្យខាងសាលាគរុកោសល្យនីមួយៗជាអ្នករៀបចំកម្មវិធីថាតើត្រូវរៀបចំយ៉ាងម៉េចមានលិខិតស្នាមយ៉ាងម៉េចមានសិស្សណាឈ្មោះណាសិស្សណាត្រូវទៅសាលាណាអីហ្នឹងខាងសាលាគរុកោសល្យនីមួយៗពួកគាត់អាចបែងចែកការងារនឹងបានណានៅពេលដែលយើងស្គាល់ឈ្មោះសិស្សស្គាល់អីហើយសំទោសស្គាល់សាលារៀនស្គាល់អីហើយយើងត្រូវទៅចុះជួយនៅណាហ្នឹងខ្ញុំចង់ថាទុកពេលមួយរសៀលនេះជាការរៀបចំបែប logistic មានថាជាការរៀបចំបែប
ផ្នែករៀបចំផ្សេងជាសម្ភារៈឧបទេសជាលិខិតស្នាមជាស្អីការណែនាំផ្សេងដែលគិតថានៅពេលដែលយើងទៅដល់សាលាយើងត្រូវធ្វើអ្វីបន្តទៀតអញ្ចឹងការរៀបចំនេះគឺអាស្រ័យទៅលើការរៀបចំជាក់ស្ដែងរបស់សាលាគរុកោសល្យនីមួយៗហើយខ្ញុំមិននឹងលូកលាន់អីទេប្រសិនបើមានករណីពិសេសត្រូវឲ្យមានការចេញជាលិខិតអន្តរាគមន៍ផ្សេងទៀតសូមជូនដំណឹងមកខាងក្រុមការងារនៅនាយកដ្ឋានបឋមដើម្បីឲ្យខាងក្រុមការងារអាចបន្តគ្រប់គ្រងលោកគ្រូអ្នកគ្រូបានធ្វើការងារតទៀតអញ្ចឹងជាកិច្ចបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូដែលជាគណៈកម្មាធិការដែលជាគណៈគ្រប់គ្រងនៃសាលាគរុកោសល្យទាំង18ទាំង15ដែលបានចូលរួមក្នុងកម្មវិធីរបស់យើងនាពេលរយៈពេល2ថ្ងៃនេះហើយក៏សូមអរគុណដល់បងប្អូនដែលជាគរុនិស្សិតគរុសិស្សរបស់យើងក្នុងការចូលរួមចំណែកដ៏សំខាន់ក្នុងបេសកកម្មនៃការនេះខ្ញុំថាក្នុងបេសកកម្មឬក៏ក្នុងយុទ្ធនាការតែម្ដងណាក្នុងយុទ្ធនាការលុបបំបាត់អក្ខរកម្មណាយើងថាអក្ខរកម្មលុបបំបាត់អក្ខរកម្មក្នុងសាលារៀនណាលុបបំបាត់អក្ខរកម្មក្នុងសាលារៀនវាមិនបាន 100% ទេប៉ុន្តែយើងបង្កើតជាប្រហែលជាខ្ញុំនឹងត្រូវបង្កើតឈ្មោះនឹងមួយទៀតណាថាជាយុទ្ធនាការឬក៏ជាកម្មវិធីលុបបំបាត់អក្ខរកម្មក្នុងសាលារៀននៅខាងក្រៅយើងធ្វើមិនទាន់បានទេប៉ុន្តែយើងលុបបំបាត់អក្ខរកម្មក្នុងសាលារៀននិយាយចំថាកូនសិស្សដែលរៀនចប់ថ្នាក់ទី3ត្រូវតែមានមូលដ្ឋានគ្រឹះរឹងមាំដើម្បីរៀនបន្តហើយការចូលរួមចំណែករបស់បងប្អូននៅពេលនេះគឺជាចំណុចមានចំណុចពិសេសច្រើនណាស់ដែលយើងបានលើកឡើងមួយព្រឹកហើយ2ថ្ងៃហើយថាការចូលរួមចំណែករបស់បងប្អូននៅថ្ងៃនេះគឺមានចំណុចពិសេសច្រើនណាស់សម្រាប់ទុកជាមរតកនៃការកំណែនៃផែនការកំណែទម្រង់អប់រំរបស់យើងទៅថ្ងៃអនាគតហើយខ្ញុំសង្ខេបឡើងវិញចំណុចសំខាន់អីខ្លះក្រែងលើថាអ្នកដែលមិននៅស្ទាក់ស្ទើរនៅឡើយអាចនឹងផ្លាស់ប្ដូរចិត្តចំណុចទី1គឺបងប្អូនបានចូលរួមធ្វើការងារដ៏សំខាន់ដែលពីមុនមកមិនធ្លាប់បានធ្វើតតែសោះសំខាន់និងមានប្រយោជន៍ពីព្រោះថាកូនសិស្សនៅថ្នាក់ទី1ពេលនេះ5ឆ្នាំក្រោយមកពួកគាត់មានឱកាសទៅបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅឆ្នាំនេះក៏ដូចជាឆ្នាំក្រោយបន្តទៀតចំណុចទី2បងប្អូនអាចមានឱកាសក្នុងការអភិវឌ្ឍខ្លួនឯងឲ្យទាន់សម័យទាន់បច្ចេកវិទ្យាពីព្រោះនរណាក៏និយាយអំពីបច្ចេកវិទ្យាដែរការប្រើប្រាស់ចូលរួមការប្រើប្រាស់បច្ចេកវិទ្យានៅពេលនេះគឺជារឿងដែលល្អបំផុតសម្រាប់បងប្អូនកសាងខ្លួនជាគ្រូដែលទាន់សម័យទៅថ្ងៃក្រោយកុំឲ្យគេនិយាយថាគោលបំណងអប់រំសតវត្សទី21ប៉ុន្តែពេលគ្រូថ្នាក់រៀនសតវត្សទី20ដល់ពេលគ្រូសតវត្សទី19ឬក៏គ្រូសតវត្សទី20ឯថ្នាក់រៀនទីវត្សទី19អញ្ចឹងឲ្យថាគ្រូគោលបំណងអប់រំសតវត្សទី26លោកគ្រូអ្នកគ្រូបងប្អូននៅពេលនេះក៏ជាអ្នកដែលចូលរួមនៅក្នុងសតវត្សទី21ផងដែរទី2ទី3កម្មវិធីដែលយើងកំពុងតែរៀបចំឈ្មោះថាបឋមនេះគឺជាការដូរឈ្មោះដែលគេធ្វើឲ្យមានការទទួលស្គាល់ជាអន្តរជាតិគេហៅថា teaching at the right level ហើយបឋមនេះគឺជាឈ្មោះថ្មីឈ្មោះដែលយើងដាក់ខ្លួនឯងជាឈ្មោះខ្មែរដែលយើងដាក់ខ្លួនឯងសម្រាប់កម្មវិធីរបស់យើងប្រសិនបើយើងធ្វើបានជោគជ័យព្រោះនីតិវិធីដែលយើងធ្វើគឺខុសពីគេស្ទើរតែទាំងស្រុងណាគេនឹងគឺជាអង្គការរបស់ឥណ្ឌាគេមកធ្វើនៅកម្ពុជាយើងដែរពីព្រោះគេនាំចេញទៅ20ប្រទេសហើយ20ប្រទេសជាងហើយគេថាបើគេមិនក្រាន់បើមិនមែនទៅដល់20ប្រទេសជាងទេហើយខ្ញុំគិតថាប្រហែលជាកម្ពុជាយើងជាប្រទេសទី1ដែលហ៊ាននិយាយថាខ្ញុំក៏រៀបចំកម្មវិធីប្រហែលនេះឯងដែរហើយអញ្ចឹងសួរនាំគេច្រើនទៅគេក៏ចេញពាក្យមកថាបើខ្ញុំមិនក្រាន់បើមិនទៅដល់20-30ប្រទេសរួមទាំងប្រទេសណាឯងផងអញ្ចឹងប្រសិនបើបងប្អូនអាចចូលរួមធ្វើបានណានៅពេលនេះគឺយើងនឹងបង្កើតឈ្មោះមួយជា brand name ជាឈ្មោះរបស់កម្ពុជាយើងមួយឈ្មោះថាបឋមហ្នឹង PTOM ហ្នឹងថ្ងៃក្រោយយើងអាចយកអាហ្នឹងទៅបង្ហាញយើងថាយកទៅឲ្យគេប្រើតាមប៉ុន្តែយើងអាចទៅបង្ហាញប្រាប់គេវិញថាកម្ពុជាធ្លាប់រៀនពីគេច្រើនមកហើយអញ្ចឹងពេលនេះគឺយើងមានអ្វីយកទៅបង្ហាញប្រាប់គេវិញណាថាតើមានអ្វីខ្លះដែលយើងអាចចែករំលែកទៅគេតកតូននឹងការជួយសិស្សដែលរៀនយឺតក៏រៀនមិនទាន់ពេលនេះអញ្ចឹងការចូលរួមរបស់បងប្អូននៅពេលនេះក្នុងរយៈពេល3សប្តាហ៍នេះប៉ុន្តែវាមាន
មានអត្ថប្រយោជន៍ច្រើនសម្រាប់ជាតិទាំងមូលសម្រាប់ប្រព័ន្ធអប់រំមួយទាំងមូលខ្ញុំគិតថាវាជាឱកាសដែលយើងគួរតែចំណាយពេលធ្វើវាឲ្យបានល្អប្រសើរហើយសង្ឃឹមថាយើងនឹងឃើញលទ្ធផលឬក៏ផលប្រយោជន៍របស់វានៅឆ្នាំ2000បន្តបន្ទាប់ប៉ុន្តែឆ្នាំដែលសំខាន់ជាងគេគឺ2029និង2033បាទខ្ញុំសូមបញ្ចប់ប៉ុណ្ណេះហើយសូមអរគុណច្រើនហើយប្រគល់តួនាទីទៅគ្រូបន្លូតវិញហើយដូចខ្ញុំចាំថាយើងនឹងបញ្ចប់កម្មវិធីរបស់យើងនៅព្រឹកនេះហើយពេលរសៀលទុកឲ្យលោកគ្រូនិងគ្រូតាមសាលាគរុកោសល្យនីមួយៗជាអ្នកចាត់ចែងបាទសូមអរគុណសុខសប្បាយទាំងអស់គ្នាសូមជម្រាបលាលោកគ្រូបន្លូតសូមទទួលបន្តបាទសូមអរគុណបាទអរគុណច្រើនលោកគ្រូបាទសូមអរគុណលោកគ្រូបាទដែលបានចែករំលែកតទៅនឹងបទពិសោធន៍និងកិច្ចការស្រាវជ្រាវជាច្រើនដែលគាត់បានលើកឡើងពាក់ព័ន្ធនឹងបឋមសិក្សាតទៅនឹងការងារផ្សេងៗដែលគាត់បានចូលរួមរហូតដល់គាត់បានចងក្រងជាឯកសារផ្សេងៗដើម្បីយកមកចែក